បាទសូមអនុញ្ញាតគោរពជំរាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពជាទីមេត្រីស្វាគមន៍ការវិលត្រឡប់មកដល់របស់កម្មវិធី Power Sport របស់យើងយើងវិលត្រឡប់មកជួបជាមួយបងប្អូនយើងសារជាថ្មីម្ដងទៀតតាមពេលវេលានិងម៉ោងដដែលពលគឺយើងតែងតែធ្វើការផ្សាយជូនបងប្អូនយើងពេលវេលានៅថ្ងៃប្រហោះវេលាម៉ោង7ឬក៏7កន្លះយប់បាទឥឡូវនេះយើងបានវិលត្រឡប់មកជួបបងប្អូនយើងសារជាថ្មីនៅអេពីសូតថ្មីដែលយើងរាប់ចាប់ពីសប្តាហ៍នេះទៅគឺអេពីសូតទី1ដែលយើងមាន MC របស់យើងចំនួន3រូបមកចូលខ្លួនដដែលគឺបងមនីនិងបងដរុងដែលយើងនឹងជជែកតាក់ទងទៅនឹងរឿងរ៉ាវកីឡាដែលកំពុងតែកើតឡើងនាពេលថ្មីនេះយ៉ាងម៉េចដែរបងបោះសុកទុកយ៉ាងណាយ៉ាងណីដែរព្រោះយើងខានlive ជជែកគ្នាបែបនេះរយៈពេលមួយខែជាងហើយបើចាប់តាំងពី World Cup ចាប់ផ្ដើមមកបាទមួយយ៉ាងនេះគឺរឿងអស់កម្លាំងច្រើនបញ្ហាអាកាសធាតុសុខភាពទេតែទៅមួយការងារគឺអត់អីទេបាទចាស់បងមនីវិញខាន live យូរនឹកកម្មវិធីឲ្យនឹកលោកគ្រាណាបាល់ជាតិថាឆ្ងាញ់តែដោយសារយើងអត់បាន live បើយើងមានការវិភាគយើងត្រឡប់មកវិញនៅថ្ងៃនេះអញ្ចឹងបាល់ជាតិកើតឡើងអាទិត្យមុននោះក្តៅក៏គុកអាទិត្យមុនមួយទៀតរត់តែក្តៅអញ្ចឹងអត់បានជួបលោកគ្រាទៅបកកែបាល់ក្នុងប្រទេសបាទឥឡូវនេះ ultra fan ស្អីអាហ្នឹងលោកគ្រាមិនដឹងច្បាស់ហ្នឹងតែបាទដឹងតិចតិចទេអញ្ចឹងថ្ងៃនេះប្រហែលជាមានបាល់ជាតិច្រើនបាទថ្ងៃនេះសម្រាប់ខ្ញុំគឺមានបាទតាក់ទងទៅនឹងបាល់ជាតិរបស់យើងជាពិសេសគឺការប្រកួតនៅក្នុងពានរង្វាន់អាស៊ាន Hyundai Cup ដែលចូលមកដល់ការប្រកួតចុងក្រោយហើយមកចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជារបស់យើងហើយមានរឿងរ៉ាវតាក់ទងទៅនឹងការប្រកួត Cambodia Super Cup ដែលនឹងចាប់ផ្ដើមនៅចុងខែនេះហើយនឹងអាចមានរឿងរ៉ាវផ្សារភ្ជាប់មកចំនួនតាក់ទងទៅនឹងរឿងរ៉ាវផ្សេងៗដែលបងមនីនិងបងដរុងធ្វើការលើកឡើងហើយចុះបងថ្ងៃនេះមានប្រធានបទអីខ្លះដើម្បីចែករំលែកទៅកាន់អ្នកគាំទ្រ Power Sport របស់យើងរឿងបិសាចក្រហមយើងនៅតែរក្សាវាមិនអាចអត់បានទេអានេះគេហៅថាជាគ្រឿងក្លែងមួយដ៏ឈ្ងុយឆ្ងាញ់ហើយរឿងដែលកំពុងតែក្តៅគឺរឿង Real Madrid និង Barca នេះកំពុងគេ hijack គ្នាវាតដៃតជើងគ្នាអញ្ចឹងមានរឿងតាក់ទងនឹង Real Madrid ដែរហើយ Arsenal អញ្ចឹងទៅបាទពីខ្ញុំមានប៉ុណ្ណឹងហើយនឹងមានការឆ្លើយនៅសំណួរបងប្អូនដែរបើសិនជាអាចឆ្លើយបានបាទចាស់បងដរុងបាទដូចគ្នាបាទថ្ងៃនេះគឺខ្ញុំនឹងឆ្លើយឆ្លងទាំងបងប្អូនលើ comment ណាបាទក៏ដូចជាមានរឿងរ៉ាវមួយចំនួនបើជជែកគ្នាមួយបងមនីពីច្រើនថ្ងៃប្រហោះគឺខុសគ្នាពីសូថ្ងៃច័ន្ទច្រើនបាទដោយសារតែថ្ងៃប្រហោះនេះគឺស្ដាយ comment បងប្អូនណាបាទហើយបើយើងមើលទៅព័ត៌មានបច្ចុប្បន្នដែលធ្វើឲ្យយើងគួរតែលើកឡើងវាសឹងតែអត់មានណាបាទព័ត៌មានមួយចំនួនគឺស្ងាត់ម្ដងថ្ងៃនេះគឺស្ងាត់ខ្លាំងមែនតើបើទោះបីជាកំពុងតែនៅក្នុងពេលនេះទីផ្សាររដូវកីឡាករក៏ដោយបាទមុនឡើយបងមនីមិញសង្ស័យថាមែនយូអត់ទិញកីឡាករទៀតណាបាទអញ្ចឹងបានថាវាស្ងាត់ខ្លាំងមែនតើបាទអញ្ចឹងថ្ងៃនេះគឺអ្វីដែលបងប្អូនមានតាំងប្រមាណសម្រាប់សួរបាទយើងព្យាយាមឆ្លើយជាមួយនឹងអ្វីដែលជាការយល់ឃើញបាទក៏ដូចជាការទទួលដឹងដំណឹងពីខាងបរទេសដូចគ្នាបាទតែប៉ុណ្ណឹងចុះលោកគ្រាថ្ងៃនេះមានអីដែរបាទសម្រាប់ខ្ញុំដោយដែលខ្ញុំនិយាយមុនហ្នឹងតាក់ទងទៅនឹងការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជារបស់យើងនៅក្នុងពានរង្វាន់អាស៊ាន Hyundai Cup ដែលចូលដល់ថ្ងៃស្អែកគឺជាម៉ាច់ចុងក្រោយហើយរបស់ក្រុមជម្រើសជាតិកម្ពុជារបស់យើងហើយនឹងរឿងតាក់ទងទៅនឹងការប្រកួតCambodia Super Cup ដែលជាការប្រកួតពានរង្វាន់បើករដូវកាលបាទហើយនឹងមានរឿងរ៉ាវផ្សារភ្ជាប់ជាមួយនឹងបងមនីឬក៏បងដរុងម្ដងបន្ថែមទៀតបាទដើម្បីឲ្យយើងជជែកគ្នាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតបាទមុននឹងចូលទៅដល់ប្រធានបទយើងក៏សូមមើល comment បងប្អូនយើងសិនហើយបើសិនជាមានបញ្ហាត្រង់ចំណុចណាមួយតាក់ទងទៅនឹងសំឡេងបងប្អូនយើងអាច comment ប្រាប់បាននឹងឲ្យក្រុមការងារធ្វើការកែសម្រួលជូនបងប្អូនយើងបាទសួស្ដីទៅកាន់បងប៊ុននិតបាទហើយ Felix បាទសួស្ដីបង Windaro បាទសួស្ដីនិងស្វាគមន៍ការវិលត្រឡប់មកវិញបាទ welcome back បាទ admin បាទស្វាគមន៍បងប្អូនយើងទាំងអស់គ្នាបាទឆ្នាំនេះសង្ឃឹមថាឆ្នាំនេះ Man U បានពានមួយដែរចោះបាទសួស្ដីបងប្អូនយើងទាំងអស់គ្នាផងដែរបាទបងដរុងនិងបងមនីមុខដូចភ័យណាគេបាទបងសុភាគាត់ comment បាទភ័យរឿងអីបាទភ័យអត់មកអត់ទេដូចខ្ញុំប្រាប់វិញគឺបញ្ហាសុខភាពណាបាទស្លេកស្លាំងហ្នឹងមួយរយៈនេះបាទឥឡូវកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅដល់ប្រធានបទរបស់ខ្ញុំមុនតែម្ដងចុះដោយដែលខ្ញុំបាននិយាយនៅមុននេះបន្តិចគឺខ្ញុំនឹងលើកឡើងតាក់ទងទៅនឹងការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជារបស់យើងនៅក្នុងពានរង្វាន់អាស៊ាន Hyundai Cup ឆ្នាំ2026ដែល
ស្អែកនេះគឺជាការប្រកួតចុងក្រោយសម្រាប់ក្រុមជម្រើសជាតិកម្ពុជារបស់យើងហើយដែលនឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិវៀតណាមនៅឯកីឡដ្ឋានម៉ៃឌីងនៃប្រទេសវៀតណាមផ្ទាល់តែម្ដងហើយបច្ចុប្បន្នកីឡាករហើយនឹងក្រុមការងារក៏ដល់វៀតណាមតាំងពីម្សិលមិញហើយបាទដើម្បីត្រៀមរៀបចំការប្រកួតហើយនឹងវឹកហាត់ផ្លូវការនិងផ្ដល់បទសម្ភាសន៍នៅឯមុននឹងការប្រកួតចាប់ផ្ដើមផងដែរបាទហើយយើងចាប់អារម្មណ៍អ្វីដែលយើងចាប់អារម្មណ៍ខ្លាំងនោះតាក់ទងទៅនឹងការប្រកួត3ប្រកួតកន្លងមកសម្រាប់ក្រុមជម្រើសជាតិកម្ពុជា3ប្រកួតកន្លងមកប្រកួតទី1គឺយើងចាញ់ទៅលើសង្ហបុរីក្នុងលទ្ធផល2-1នៅឯស្ដាយមរតកដេជោប្រកួតទី2យើងប៉ះបើជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីដែលការប្រកួតនឹងធ្វើឡើងនៅឯទីក្រុងចាកាតាបាទនៃប្រទេសឥណ្ឌូនេស៊ីហើយយើងបានបរាជ័យក្នុងលទ្ធផលគឺចាស់ដៃខ្លាំងមែនតើពិបាកភ្នែកមើលមែនតើគឺរហូតក្នុងលទ្ធផល5-1ហើយម៉ាច់ទី3ដែលជាការប្រកួតមួយដ៏ថាអាចលុំចិត្តអ្នកគ្រប់គ្រងកម្ពុជារបស់យើងវិញបានខ្លះដែរគឺយើងយកឈ្នះទៅលើក្រុមជម្រើសជាតិទីម៉័រក្នុងលទ្ធផល3-0នៃឯពហុកីឡដ្ឋានជាតិមរតកដេជោដែលធ្វើឲ្យថាអ្នកគ្រប់គ្រងបានសប្បាយចិត្តខ្លះមកវិញដែរបាទទោះបីយើងឈ្នះនៅការប្រកួតចុងក្រោយនឹងក៏ពិតមែនយើងមាន3ពិន្ទុក៏ពិតមែនប៉ុន្តែក្រុមជម្រើសជាតិកម្ពុជារបស់យើងគឺអស់ឱកាសបាទក្នុងការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ឬក៏ semi final ហើយបាទបច្ចុប្បន្នបើយើងមើលតារាងពិន្ទុនៅក្នុង pool A របស់យើងណាគឺក្រុមជម្រើសជាតិវៀតណាមបាទកំពុងតែស្ថិតបាននៅចំណាត់ថ្នាក់លេខ1ផ្ទាល់តែម្ដងលេខ2គឺសង្ហបុរីលេខ3គឺឥណ្ឌូនេស៊ីលេខ4កម្ពុជាលេខ5ទីម៉័រនេះគេបានធ្លាក់ចេញដោយអូតូការតាំងពីមុនប៉ះកម្ពុជាយើងហើយកម្ពុជាយើងក៏បានធ្លាក់ចេញដែរក្រោយឈ្នះទីម៉័របាទហើយបច្ចុប្បន្នគឺឥណ្ឌូនេស៊ីសង្ហបុរីវៀតណាមបាទកំពុងតែអត់ថាបន្ទងគ្នាខ្លាំងមែនទែនក្នុងការឡើងទៅវគ្គ semi final អ្វីដែលបន្ទងខ្លាំងគឺឥណ្ឌូនេស៊ីជាមួយនឹងសង្ហបុរីដោយសារតែវៀតណាមនោះគេបានមានថា7បន្ទុកហើយអត់អីទេហើយគណៈដែលសង្ហបុរីក៏7បន្ទុកដូចគ្នាអញ្ចឹងគឺទោះបីថាវៀតណាមចាញ់កម្ពុជារបស់យើងក៏គេបានឡើងដែរអ្វីដែលបារម្ភផុតគឺឥណ្ឌូនេស៊ីទេបើឥណ្ឌូនេស៊ីចាញ់សង្ហបុរីឬក៏ស្មើសង្ហបុរីអាចថាធ្វើឲ្យសង្ហបុរីគេមានថែមជាងដោយសារផលផ្សងគ្រាប់បាល់បើអញ្ចឹងគឺកំពុងតែបន្ទងគ្នាខ្លាំងគឺមានតែសង្ហបុរីជាមួយនឹងឥណ្ឌូនេស៊ីទេហើយគណៈដែលបាទ live របស់យើងយ៉ាងម៉េចដែរក្រុមការងារបាទនៅលើ YouTube នៅលើ YouTube បាទជឿអញ្ចឹងគឺដោយតែខ្ញុំបាននិយាយគឺវៀតណាមគេអាចមានភាគរយច្រើនក្នុងការឡើងទៅហើយព្រោះគេប៉ះកម្ពុជាយើងវាមិនអាចថាកម្ពុជាយើងទៅលុតវៀតណាម 9-0 ទេបើសិនជាកម្ពុជារបស់យើងលុតវៀតណាម 9-0 អានឹងវៀតណាមធ្លាក់មកតែបើលុតធ្វើបើតែឈ្នះ 1-0 2-0 ក៏វៀតណាមនឹងទៅឡើងអត់ទេព្រោះផលសងគ្រាប់បាល់គឺវៀតណាមចំណេញទៅដល់10គ្រាប់ច្រើនបាទអញ្ចឹងគឺច្រើនអញ្ចឹងគឺអត់មានបញ្ហាទេបាទសម្រាប់វៀតណាមអ្វីដែលបញ្ហាគឺឥណ្ឌូនេស៊ីទេបាទហើយយើងអាចចាប់អារម្មណ៍ទៅមើល pool B វិញបាទ pool B បច្ចុប្បន្នក៏កំពុងតែបន្ទងគ្នាដែរគឺម៉ាឡេស៊ីជាមួយនឹងមីយ៉ាន់ម៉ាហើយគណៈដែលថៃគេឆ្លងកាត់3ប្រកួតមកគេឈ្នះទាំង3ប្រកួតហើយគេអត់អីទេអត់មានបញ្ហាអីទេហើយគណៈដែលម៉ាឡេស៊ីជាមួយនឹងមីយ៉ាន់ម៉ាគឺកំពុងតែបន្ទងគ្នាដោយសារតែស្មើបន្ទុកគ្នាដូចគ្នា6បន្ទុកដូចគ្នាអញ្ចឹងគឺយើងចាំមើលម៉ាច់ចុងក្រោយដែលថ្ងៃស្អែកនេះកម្ពុជារបស់យើងប៉ះបើជាមួយនឹងវៀតណាមនៅម៉ោង7ហើយគណៈដែលសិង្ហបុរីប៉ះជាមួយឥណ្ឌូនៅម៉ោង7ដូចគ្នាហើយថ្ងៃបន្ទាប់បាទគឺម៉ាឡេស៊ីប៉ះជាមួយនឹងហ្វីលីពីនហើយថៃប៉ះជាមួយនឹងមីយ៉ាន់ម៉ាយើងនឹងដឹងហើយថាក្រោយចប់ការប្រកួតជុំចុងក្រោយនៅក្នុងពូលយើងនឹងឃើញថាក្រុមណាខ្លះឡើងទៅវគ្គ semi final ហើយគណៈដែលខ្ញុំអាចទស្សន៍ទាយបានលេងគឺមានអាចថាវៀតណាមក៏គេអាចឡើងជាមួយថៃហើយពីក្រុមហ្នឹងហើយយើងក៏មើលថាផ្សេងទៀតតែអាចនឹងមានភាពថាបន្ទងគ្នាបែបណាបាទហើយខ្ញុំចាប់អារម្មណ៍តាក់ទងទៅនឹងការលើកឡើងរបស់លោកគូជីខ្ជូទូគុដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជារបស់យើងណាបាទសន្និសិទសារព័ត៌មានមុនការប្រកួតគាត់ក៏បានលើកឡើងឲ្យដែរថាយើងពិតជាគួរឲ្យសោកស្ដាយមែនដែលក្រុមជម្រើសជាតិកម្ពុជារបស់យើងអស់ឱកាសក្នុងការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បាទក្រោយយើងធ្វើមិនបានល្អប្រហែលប្រកួតនេះហើយការប៉ះក្រុមជម្រើសជាតិវៀតណាមដែលជាក្រុមខ្លាំងហើយក៏ជាក្រុមជើងឯក
ការពីឆ្នាំទៅនោះវាជាថាឱកាសមួយសម្រាប់ក្រុមជម្រើសជាតិកម្ពុជារបស់យើងក្នុងការទទួលបានបទពិសោធន៍ពីក្រុមខ្លាំងណាអញ្ចឹងយើងនឹងចាំមើលនៅថ្ងៃស្អែកតើក្រុមជម្រើសជាតិកម្ពុជារបស់យើងធ្វើល្អដល់កម្រិតណាហើយជាក់ស្ដែងលោកគូជីខ្ជូគឺគាត់ក៏បានលើកឡើងដែរថាកីឡាករមួយចំនួនក៏បានវិលត្រឡប់មកកាន់ក្លឹបវិញដែរដោយសារតែមានបញ្ហារបួសផងcondition អត់សូវល្អផងអញ្ចឹងគឺបញ្ជូនមកក្លឹបវិញមានដូចជាសៀងចន្ទធាសុសុហាណាមានដូចជាគូលីបាលីអាប់ដែលហើយនឹងមានកីឡាករមួយចំនួនទៀតដូចជាម៉ាត់នរុនក៏បានវិលត្រឡប់មកកាន់ក្លឹបវិញដែរដោយសារតែគាត់មានបញ្ហារបួសបាទហើយខ្ញុំក៏ចាប់អារម្មណ៍តាក់ទងនឹងសម្ដីលោកគីមសាំងស៊ីកបាទដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិវៀតណាមផងដែរគាត់ថាការប្រកួតប៉ះជាមួយនឹងក្រុមជម្រើសជាតិកម្ពុជាគឺជាការប្រកួតដ៏សំខាន់មួយដើម្បីលួងចិត្តអ្នកគាំទ្ររបស់គាត់បាទបន្ទាប់ពីការប្រកួតក្នុងដីកន្លងមកគាត់ស្មើជាមួយនឹងសង្ហបុរីបាទអញ្ចឹងគឺគាត់ត្រូវការឈ្នះដើម្បីបានលេខ1នៅក្នុង Pool A របស់កម្ពុជារបស់យើងហ្នឹងអញ្ចឹងគឺគាត់ចង់ឈ្នះអញ្ចឹងកម្ពុជារបស់យើងក៏ចង់ឈ្នះដែរត្រឹមត្រូវហើយជួបគ្នាចុងក្រោយគឺកម្ពុជាចាញ់ក្នុងលទ្ធផល2-1ចាញ់តិចដែរបាទចាញ់តិចដែរការប្រកួតលក្ខណៈមិត្តភាពទេការពីឆ្នាំហ្នឹងដែរបើតាដូចជាខែប្រហែលទេខ្ញុំភ្លេចបាត់ទៅបាទអញ្ចឹងយើងចាំមើលទាំងអស់គ្នាបាទនៅថ្ងៃស្អែកបាទកម្ពុជារបស់យើងប៉ះបាទជាមួយនឹងវៀតណាមនៅឯទឹកដីវៀតណាមនៅក្នុងកីឡដ្ឋាន My Ding ម៉ោងម៉ាម៉ោង7បាទ20ណាបង20ម៉ោង7ណាបង8បាទអញ្ចឹងម៉ោង8បាទហើយសហព័ន្ធបាល់ទាត់កម្ពុជារបស់យើងក៏បានប្រកាសដែរបងប្អូនយើងណាដែលនៅវៀតណាមអាចយកស្មុត free បាទពីសហព័ន្ធបាល់ទាត់កម្ពុជារបស់យើងអត់ដឹងថាចំនួនប្រមាណទេតែបងប្អូនអាចទៅបានបាទនៅឯកីឡដ្ឋាន My Ding ហ្នឹងដែរបាទពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបាទតាក់ទងទៅនឹងក្រុមជម្រើសជាតិកម្ពុជារបស់យើងសង្ឃឹមថាថ្ងៃស្អែកនេះយើងនឹងធ្វើបានល្អយើងមិនសង្ឃឹមថាឈ្នះទេប៉ុន្តែយើងនឹងសង្ឃឹមថានឹងធ្វើបានល្អនៅលទ្ធផលមួយដែលយើងអាចទទួលយកបានបាទបាទឥឡូវយើងចូលទៅដល់រឿងរ៉ាវមួយទៀតតាក់ទងទៅនឹងការប្រកួត Cambodia Super Cup ឬក៏ Group Super Cup អាចនឹងប្រៀបទៅ FA Cup បាទ Community Shield បាទ Community Shield ជើងឯក Cambodia Premier League ប៉ះជាមួយនឹងហ៊ុនសែន Cup ប៉ុន្តែដោយសារថាស្វ័យរៀងគេជាម្ចាស់ជើងឯកទាំងពីរបាទអញ្ចឹងគេយកវិសាខាដែលជាក្រុមប្រជែងអត់ទេមិនលេខ2ទេតែជាក្រុមប្រជែងជាមួយនឹងស្វ័យរៀងនៅក្នុងពានរង្វាន់ហ៊ុនសែន Cup ជើងឯករងអូខេបាទជើងឯករងប៉ះគ្នាបាទនៅថ្ងៃទី30ចុងខែនេះបាទនេះឯកីឡដ្ឋានមរតកដេជោមុននឹងលេខចាប់ផ្ដើមមួយសប្តាហ៍បាទលេខរបស់យើងចាប់ផ្ដើមនៅថ្ងៃទី5ខែកញ្ញាបាទអញ្ចឹងគឺមួយសប្តាហ៍មុននឹងការប្រកួតលេខចាប់ផ្ដើមអញ្ចឹងយើងនឹងរងចាំមើលហើយក៏សង្ឃឹមថាថ្ងៃហ្នឹងអាចថានឹងមានអ្នកគាំទ្រច្រើនទៅចូលរួមទស្សនាដែរដោយសារតែខ្ញុំចាប់អារម្មណ៍មែនទែនវិសាខាគឺប្រមូលកីឡាករមកសិតសឹងតែជាធនធានមួយដើម្បីថាប្រជែងយកឆ្នាំដល់ផ្លែមែនទែនមកវិសាខាហើយគណៈដែរស្វ័យរៀងក៏ដូចគ្នាដែរមានការនាំចូលកីឡាករច្រើនហើយទៀតសោតលីករបស់យើងក៏គេអាចចុះឈ្មោះបាន7នាក់បាទសម្រាប់កីឡាករបរទេសណាគោលដៅកីឡាករបរទេសប៉ុន្តែដាក់លេងគឺបានតែ5នាក់ទេបាននៅក្នុងទីលានហើយការប្រកួតគេអាចចុះឈ្មោះបាន6នាក់តែដាក់លេងទីលានបាន5នាក់បូកជាមួយនឹងកីឡាករចូលសញ្ជាតិម្នាក់បាទនេះពីខ្ញុំទៅយ៉ាងបងប្អូនយើងទាំងអស់គ្នាតាក់ទងទៅនឹងបាល់ជាតិគឺមានតែប៉ុណ្្នឹងទេអូផ្លេចមួយទៀតបាទតាក់ទងទៅនឹងការប្រកួត Pre-season Cup ឃើញថាក្លឹប Kharis ស្វ័យរៀងក៏បានរៀបចំការប្រកួតពានរង្វាន់ Pre-season Cup ដែរដែលការប្រកួតនឹងចាប់ផ្ដើមនាថ្ងៃទី12បាទ12អញ្ចឹងខ្ញុំឆែកមើលសិនបាទខ្លាចខែកញ្ញាណាបាទថ្ងៃហ្នឹងខែហ្នឹងបាទខែហ្នឹងបាទខ្លាចច្រឡំជូនបងប្អូនយើងបាទហ្នឹងហើយបាទថ្ងៃទី12ដល់ថ្ងៃទី21ខែសីហានេះដោយក្លឹបស្វ័យរៀងអញ្ជើញក្រុមមកពីសង្ហបុរីនិងក្រុមមកពីហុងកុងបាទធ្វើការប្រកួតមិត្តភាពដើម្បីត្រៀមដល់ការថ្មីតែមានពៀនហើយរៀបចំដូចជាពៀនផ្លូវការមួយអញ្ចឹងណាដូចយើងលើកឲ្យមុនអញ្ចឹងបាទហើយក្រុមនេះគឺក្រុម Eastern Direct FC មកពីហុងកុងនិងកាច់ឡាង International FC មកពីសង្ហបុរីកាច់ឡាងបបាទកាច់ឡាងអត់ស្មើទេមិនបោះបាទលៀងដែរបាទហើយការប្រកួតនឹងគេធ្វើឡើងលក្ខណៈ4ម៉ាច់គេប៉ះគ្នាអញ្ចឹងទៅស្វ័យរៀងមួយថ្ងៃណាស្វ័យរៀងប៉ះមកជាមួយនឹងឥឡូវខ្ញុំជម្រាបជូនការវិភាគការប្រកួតម៉ាច់ដំបូងថ្ងៃទី12ស្វ័យរៀងប៉ះជាមួយនឹងកិច្ចឡាង International FC ថ្ងៃទី12ប្រកួតទី2 Eastern Direct ប៉ះជាមួយនឹងកិច្ចឡាងហើយប្រកួតទី3ស្វ័យរៀងប៉ះ
ជាមួយនឹង Eastern Direct FC អញ្ចឹងចាំមើលថាបើក្រុមណាដែលមានបន្ទុកឬក៏ឈ្នះគ្នាឡើងទៅជួប final មួយសារទៀត បាទអញ្ចឹងគឺចាំមើលថាស្វាយរៀងអាចយកពាន Pre-season Cup នឹងបានទេយើងចាំមើលទាំងអស់គ្នាបាទប្រទេសលេងនៅទឹកដីយើងណាលេងនៅឯពហុកីឡដ្ឋានមរតកដៃជោបាទបាទអញ្ចឹងពីខ្ញុំទៅតាក់ទងទៅនឹងព័ត៌មានជាតិបាទយើងមានតែប៉ុណ្្នឹងទេហើយកុំភ្លេចស្អែកយើងគ្រប់គ្រងបាទក្រុមជម្រើសជាតិកម្ពុជារបស់យើងទាំងអស់គ្នាហើយនៅខែដូចជាខែតុលានៅបងដរងមានពានរង្វាន់មួយទៀតដែលរៀបចំឡើងដោយ FIFA គឺ FIFA ASEAN Cup បាទដែលយើងក៏ចូលរួមប្រកួតប្រជែងដែរដែលយើងស្ថិតនៅក្នុងការប្រកួតប្រជែងកម្រិតទី2ដែលយើងនៅក្នុង Pool B ជាមួយនឹងឡាវនិងទីម៉ូបាទអញ្ចឹងគឺសង្ឃឹមថានៅលើកនឹងកីឡាកររបស់ក្រុមជម្រើសជាតិកម្ពុជារបស់យើងក៏ត្រូវបានកោះហៅមកពេញសាច់ហើយកីឡាករណាដែលរបួសអាចថានឹងវិលត្រឡប់មកជួយក្រុមវិញបានហើយយើងសង្ឃឹមថាអាចនឹងបានជើងឯកអីនៅក្នុងកម្រិតរបស់យើងអញ្ចឹងទៅបាទពីខ្ញុំទៅមានតែប៉ុណ្្នឹងទេតាក់ទងទៅនឹងបាល់ជាតិបាទឥឡូវយើងទៅចាប់អារម្មណ៍តាក់ទងទៅមើល comment សិនបងប្អូនយើងបាទទៅមើល YouTube សិន Facebook យើងមកវិញទៅបាទ Facebook មកវិញទៅបាទយើងមើលតែ YouTube សិន YouTube សិនបាទបងប្អូន YouTube comment ច្រើនព្រោះតែ YouTube ឡើង view ហ្នឹងបាទឃើញមាន comment ហើយបងបាទសួស្ដីមិនអត់លឺអញ្ចឹងបាទលើវិញលេងសោយបាទវៀតណាមតឲ្យខ្មែរ2អូបាទមិន2-3 2កន្លែង3មកគ្រប2.75បាទ2កន្លែង3ណាបាទដូចជាអត់ទាន់មាន comment អីទេឥឡូវយើងចាប់អារម្មណ៍តាក់ទងទៅនឹងបាល់អន្តរជាតិវិញម្ដងជាពិសេសគឺរឿងរ៉ាវតាក់ទងទៅនឹងទីផ្សារដោះដូរកីឡាករមានបងប្អូនយើងច្រើនតាក់ទងចម្ងល់ណាតាក់ទងទៅនឹងរឿងរ៉ាវរបស់ក្លឹបបិសាចក្រហមគិតបន្ទល់វិញស្ងាត់ឈឹងបងអត់មានរឿងរ៉ាវអីសោះព័ត៌មានចុងក្រោយថាចង់បានបម្រើម្នាក់ទៀតបាទចង់បានខ្សែការពារម្នាក់ទៀតហើយឥឡូវនេះឃើញព័ត៌មានមួយចំនួនអត់ក្រៅផ្លូវការមកទេថា Newcastle បដិសេធ Lewis Hall ហើយទៅចាប់អារម្មណ៍ Lewis Skelly របស់ Arsenal ទៀតយ៉ាងម៉េចទៅបងតាក់ទងទៅនឹងទីផ្សារដោះដូរកីឡាកររបស់ Man U វាជារឿងធម្មតាសម្រាប់Man U ហើយជាពិសេសអ្នកគ្រប់គ្រង Man U ត្រូវតែទទួលស្គាល់ថាអត់ធ្មត់ណាកុំថាកុំឃើញអ្នកចិត្តខាងឃើញគេហៅថាគេយកបានផ្សេងយកបានយើងនៅអត់ស្ងៀមគេយកបានភ័យតែអូគេយកអស់ចិត្តដល់លើការប៉ុន្តែយើងត្រឡប់ទៅមើលវិញមែនយូបានយកបំពេញចន្លោះដែលខ្វះខាតពីនៅតំបន់កណ្ដាលហ្នឹងរួចរាល់ហើយគ្រាន់តែបងប្អូនយើងសង្ហាចិត្តថាមិនមានអ្នកទិញថ្លៃមិនមានអ្នកដែលហាល្បីអញ្ចឹងណាប៉ុន្តែពីហ្នឹងសម្រាប់ខ្ញុំទទួលយកបានខ្ញុំមិនមែនចាក់ខ្សែទេប៉ុន្តែខ្ញុំពិតជាទទួលយកបានមែនបាទថាល្មិនខ្ញុំសឹងតែមិនបាច់មើលតម្រងលេងខ្ញុំទុកចិត្តគាត់តែម្ដងអាចជំនួស Bruno បានចោះAndre Santos រៀងបារម្ភប៉ុន្តែឃើញអ្វីដែលគាត់ធ្វើគឺគេហៅថា read the game បកភាសាខ្មែរថាអានការប្រកួតបាទរួចរាល់បាទតែមិនមែនអានការប្រកួតបាទ read the game ហ្នឹងគាត់យល់ពីស្ថានភាពការប្រកួតអស់ហើយអញ្ចឹង Man U បានដោះរឿងពីរហ្នឹងហើយបាទហើយអញ្ចឹងរឿងគាត់មានពេលដើម្បីដោះរឿងដែលធំក្នុងរយៈពេលចន្លោះមួយដែលថាឥឡូវទៅដល់បិទទីផ្សារដោះដូរអញ្ចឹងរឿងចចាមអារាមច្រើនពីបំរើកដាល search midfielder signing នៅតែមានខ្ញុំសង្ស័យទៅចូលតាក់គេដែរប៉ុន្តែខ្ញុំនៅតែមានសង្ឃឹមថាបានណាដូចរឿង secret midfielder ហ្នឹងតាមខែមករាហ្នឹងគឺបោកឯងមកច្រើនមែនតើប៉ុន្តែពិតជាមានមែនប៉ុន្តែដោយសារលោក Carey គាត់ចូលមកគាត់ថាគាត់មិនយកទេតែពិតជាមានពីថ្នាក់ដឹកនាំមែនហើយរឿង Lewis Hall និង Lewis Skelly នេះវាជារឿងដែលកើតឡើងតាំងពីចប់រដូវកាលហើយបន្តរហូតមកដល់នេះផ្ទុះម្ដងទៀតព្រោះពីរអ្នកហ្នឹងជា challenge មួយសម្រាប់កីឡាកររៀងខ្លួនដូចជា Lewis Skelly ក៏ដូចជា Lewis Hall Lewis Hall នោះគាត់ចង់ចាក់ចេញហើយព្រោះគាត់នៅ Newcastle គាត់មើលពីចក្ខុវិស័យរបស់ក្លឹបនិងមិត្តរួមក្រុមក៏បានចាក់ចេញអញ្ចឹងគាត់ត្រូវការចំណាយពេលហើយទាន់វ័យគាត់កំពុងតែល្អដូចជា22ឆ្នាំបាទ Man U កំពុងតែរៀបក្រុមត្រូវគាត់អាចមក Man U ចូលរួមជាមួយនឹង Man U វាប្រសើរឡើងប៉ុន្តែវានៅត្រឹម Newcastle មិនព្រមលក់ខ្ញុំថាមិនមែន Newcastle មិនព្រមលក់ទេធម្មតា Newcastle គាត់ធ្វើតែបែបនឹងឯងត្រូវតម្លៃគាត់លក់ហើយឥឡូវយើងមើលបើគាត់មិនព្រមលក់មិនមែនជា Lewis Hall ហ្នឹងទេដែលគាត់មិនត្រូវលក់នោះវាកើតឡើងចេញពី Tonali និង Bruno Guimaraes មកម្លេះ Anthony Gordon មកម្លេះតែតួសំខាន់ជាង Lewis Hall ហេតុអីគាត់ត្រូវទុក Hall គាត់មិនមានហេតុផលទៅទុកទេគ្រាន់តែភាសាការទូតគាត់និយាយថាគាត់ស្រឡាញ់គាត់ចង់រក្សាទុកដើម្បី
គម្រោងការយូរវាយប៉ុន្តែអ្នកល្អចេញឲ្យហើយអញ្ចឹងហលនេះគង់តែចេញទេក៏ប៉ុន្តែលើថា Man U គាត់ចូលទៅក្នុងតុកចរចាដែលខាតបង់ឬក៏គេចំណេញពីគេឬក៏គាត់ចាំរងចាំឱកាសនេះជាពាក្យដែលខ្ញុំនិយាយដដែលហើយតាក់ទងនៅបំរើកណ្ដាលនេះគឺសូមលាក់សិនហើយក៏បើមិនលាក់ក៏និយាយតែរឿងដដែលដែររឿងមានអី Shu Amini រឿង Baleba រឿងអ្នកណាកាមាវិញកាយយើងលាក់សិនយើងបាញ់និយាយទេព្រោះអីអាចនឹងមកនឹងមិនមកវាអាស្រ័យលើ performance បច្ចុប្បន្នរបស់កីឡាករដែលមានស្រាប់បាទវានៅទៅម៉ាសិនមកនេះតើម៉ាសិនមកដល់ការក្រោយគាត់លេងនៅកន្លែងណាខ្ញុំកំពុងតែឃើញថាគាត់លេងល្អជាមួយ Andre Santos គាត់នឹងលេងបម្រើកណ្ដាលតែបើគាត់ដកគាត់ទៅលេងឆ្វេងឬក៏ Raul Bruno អាចនឹងមានបម្រើកណ្ដាលចូលមួយទៀតអញ្ចឹងឥឡូវនេះ Mason Mount កំពុងតែល្អប៉ុន្តែបើយើងត្រឡប់ទៅវិញការប្រកួតមានច្រើនប្រកួតណាមិនមែនមានតែ Premier League ទេបាទរបួសជាកត្តាមួយដែលសំខាន់ដែលយើងមិនអាចទីទុកមុនបានជាពិសេសគឺ Mason Mount នឹង Lisandro Martinez Luke Shaw ចឹងប្រឈមនឹងបញ្ហារបួសច្រើនឥឡូវយើងមើល Mbamu យើងមើល Ahmad យើងមើល Bruno អត់ដែររបួសទេណា Dalot ក៏មិនងាយរបួសដែរអញ្ចឹងបញ្ហារបួសជាសំខាន់អញ្ចឹង Man U ទុកពេលកម្រិតនេះធ្វើការងារនេះគឺធ្វើការងារដោយសប្បាយដោយមិនមានសម្ពាធប៉ុន្តែសម្ពាធទៅលើអ្នកគ្រប់គ្រងនោះទៅវិញទេបើន័យថាអូអញចាញ់គេហើយគេទិញកីឡាករមួយ100លានមិនយើងមិនទិញបាទបងប្អូនគេគិតថាយើងបានចាយលុយច្រើនហើយទិញច្រើនហើយយើងក៏ចាញ់បោកគេយើងក៏ខាតដូចបច្ចុប្បន្ននេះ Jadon Sancho មិនទាន់រកក្លឹបលេងបានទេដែលតម្លៃប្រហែល85លានផោនទេថ្លៃណាស់ Anthony នោះក៏បាត់ឈឹងហើយឃើញទេ Rasmus Højlund នេះចេះលក់បានលុយមកវិញខ្លះក៏បាត់ឈឹងដែរល្បីបានបន្តិចយើងមាន Maguire នៅបច្ចុប្បន្នមាន Anthony មាន Pogba មានអីហ្នឹងសិតតែមានរឿងដែលយើងចាយលុយច្រើនតិចហ្នឹងសិតតែមានបញ្ហាឥឡូវហ្នឹងគាត់សឹងតែពិបាករកក្លឹបលេងទៀតបាទអញ្ចឹងការធ្វើការងារនេះគឺជួសជុលនៅកំហុសដែលយើងបានកើតឡើងគាត់ជួសជុលហើយការពីដោយការមុនគ្មានឱកាសសុទ្ធគ្មានក្របបាល់គាត់បានធ្វើកន្លែងហ្នឹងហើយមានគូញ៉ាមាន Mbamu មាន Sesco មាន Bruno សហការគេបានល្អអាម៉ាត់អីចឹងឥឡូវគាត់ដោះនៅតំបន់កណ្ដាលដែលគឺតំបន់ dominate នៅលើការប្រកួតមានន័យថាគ្រប់គ្រងស្ថានភាពគឺតំបន់កណ្ដាលហ្នឹងហើយដែលអ្នកដែលមានភាពវៃឆ្លាតយល់បើយើងប្រៀបធៀបទៅអូឥឡូវយើងបើកវងកញ្ចក់ទិញ Arsenal គឺយកBruno Gamares មាន Declan Rice មាន Zubimendi មាន Moreno មាន Eze អញ្ចឹងទៅសល្អប៉ុន្តែយើងក៏មិនទាន់ដឹងថាការច្របាច់ចូលគ្នានេះវាសមប្រកបទេហើយយើងកាត់សេចក្តីមិនមែនកាត់លើតម្លៃខ្លួនទេកីឡាករគឺកាត់សេចក្តីនៅលើទីលានថាតើដោះស្រាយគ្នាបែបណាលេងយល់ចិត្តលេងបែបណាអញ្ចឹងនេះជាការសារមួយឲ្យអ្នកគ្រប់គ្រងរៀងកុំដាក់សម្ពាធកុំមានសម្ពាធក្លឹបក៏កំពុងតែធ្វើការហើយអញ្ចឹងបច្ចុប្បន្ននេះនៅតែខ្សែការពារខាងឆ្វេងឬក៏ស្លាប់ខាងឆ្វេងនិងបំរើកណ្ដាលទេបើបច្ចុប្បន្ននេះមើលទៅមានតែ2នាក់ទេដែលអាចចូលមកបន្ថែមប៉ុន្តែ2នាក់ច្រើនបំផុតហើយត្រូវហើយច្រើនបំផុតអញ្ចឹងអាស្រ័យដូចខ្ញុំនិយាយមុនហ្នឹងមាន Mason Mount អាស្រ័យលើ Mason Mount ទម្រង់ល្អគេដាក់សេចក្តីទុកចិត្តលើគាត់អាហ្នឹងរឿងរបស់ថ្នាក់ដឹកនាំឬក៏ Marco Rashford នោះត្រឡប់មកវិញឬក៏លក់ Marco Rashford អាហ្នឹងក៏យើងអត់ទាន់និយាយព្រោះវានៅកលាក់នៅកន្លែងហ្នឹងតែបើសួរទៅវិញថាគាត់មានគោលដៅអីខ្ញុំហ៊ាននិយាយថាគាត់មានគោលដៅគាត់មានផែនការគាត់យកអានេះយកអានេះហើយប៉ុន្តែផែនការហ្នឹងគឺបានលុកឬក៏ set ឲ្យប៉ុន្តែចាំមើលដំណើរនៃការដើរហ្នឹងវាប្រែប្រួលបែបណាមានអីចូលមកខ្ទាស់មានអីល្អជាងនឹងអត់អញ្ចឹងផែនការគឺនៅតែផែនការបើមិនបានយកឆ្នាំហ្នឹងទេក៏ខែមករាបើមិនខែមករាទេក៏ដល់ការថ្មីដែរអញ្ចឹងប៉ុណ្ណឹងអញ្ចឹងបងប្អូនកុំដាក់សម្ពាធឬក៏មានសម្ពាធធ្ងន់យើងត្រូវទុកចិត្តទុកចិត្តយូរប៉ុន្តែត្រូវតែបន្តទុកចិត្តទៀតថាឥឡូវនេះកីឡាករយើងទទួលយកបានហើយយើងប៉ះម្ដងបន្តិចលីវើពូលចំណាយពេល4ឆ្នាំដើម្បីប៉ះបើទម្រង់មួយដែលល្អអាសនលចំណាយពេល6ឆ្នាំ5ឆ្នាំដើម្បីប៉ះបើទម្រង់ម្ដងបន្តិចរបស់គាត់ណាបាទដើម្បីល្អអញ្ចឹងគាត់យកតែ Declan Rice បានឆ្នាំហើយមិនទៅបាន Bruno Gamares ជន់ចំណាយពេលយូរហើយបងប្អូនស្ដាយកុំស្ដាយឆ្នាំក្រោយនឹងមានកីឡាករមកថ្មីដែរល្អទៀតអញ្ចឹងតើវាមានមកច្រើនទៅវាប៉ះគ្នាដណ្ដើមនេះទៅថ្លៃនឹងឯងអញ្ចឹងពីខ្ញុំមានតែប៉ុណ្ណឹងជាពិសេសគឺសារជូនអ្នកគ្រប់ត្រូលបិសាចហ្នឹងឯងបាទអូអ្នកនៅអាល្លឺម៉ង់ឈ្មោះអីបាទណាបាទ Hello admin I'm from Germany បាទខៀងអូនៅ Germany នៅក្រុងណាបងអូ Germany គេថាគេមាន
sầu sờ lấy kia cả nhà cái đã từ cõi nè nhom lư kia này giấy kia tha tôi làm láng kia hộp cà phê hộp sơ sờ lấy có đặt mà cài vào thứ miên sẽ đặt câu lại mà miên nó sờ sờ lấy trong tay cái thả này kia hao tha bền để giấy kia tha cái bật là lệnh mua mà bên xe tê bạc đa mà nè anh cái bật to vậy mà bây giờ nó bị chùm ránh môn kia món tụm món từ kia mà bầm bay chị đặt cặp bông chị ấy anh là mê mê như trời mê đấy nước bẹt lăng anh là món cái hộp mà đang lầm lại nhằm croissant ấy nhưng lưỡi cái dễ mà đang phân mà đang đá đang ăn tới là số bông to là bông này là bông to là bà có tha cho chặt bà sâu bỏ dương bà I really love your soul bà bẹt lăng bông nơi thì lúc thưa cá đi còn người ta nơi chị chân trai ra mình croissant mình em đó mà phạt tới nơi nâng dẫn bà này bẹt lăng Facebook tập lập với như này បាទឥឡូវយើងសូមទៅមើល comment បន្ថែមទៀត admin កីឡាករ Anthony Robinson យ៉ាងម៉េចដែលឮថា Man U ចាប់អារម្មណ៍ដែរបាទមុននឹងយើងចាប់ផ្ដើមទៅមើលក្នុង Facebook យើងតប comment មួយសិនបាទអាន comment មក rest សិនណាចាំរៀនឆ្លើយបាទបាទឥឡូវសូមទៅមើល comment មកប្រើសិនបងប្អូនយើងបងបើ Man U យកចៅប៉ាលីញ៉ារបស់ប៊ីយ៉ុនមិនគិតថាល្អអត់ព្រោះលេងនៅ Spurs រដូវកាលមុនលេងល្អគ្រាន់បើដែរបងគិតគាត់តំបន់បម្រើការពាររបស់ក៏ល្អប្រសើរដែរអូខេចៅប៉ាលីញ៉ាជាជាតិប៉ូទុយហ្គាល់បាទអតីតកីឡាកររបស់ Fulham បាទបើយើងទិញទៅហ្នឹងក៏ល្អប៉ុន្តែគាត់ថាมันអាចបំពេញចន្លោះកន្លែងនេះដូចជាជន់រ៉ូគ្នាជាមួយនឹង Kimmich បាទ Kimmich មួយ Musiala គាត់លេងបម្រើប្រយុទ្ធទេនឹងម្នាក់ទៀតដូចជាលេមេស្អីទេខ្ញុំអត់កណ្ដាលហ្នឹងមានបើយើងហ្នឹងមាន3បាទប៉ុន្តែគីមិចហ្នឹងជន់មួយគាត់ឲ្យបម្រើការពារគាត់ល្អប៉ុន្តែពីខ្ញុំមើលទៅខ្ញុំគិតថាលោក Carrick មិនត្រូវការប្រភេទបែបហ្នឹងខ្ញុំថាឥឡូវយើងមើលការរើសអ្នក slide អ្នកលឿនកាចសាហាវមិនមែនជាអត្តសញ្ញាណរបស់លោក Carrick ត្រូវការបើលោក Robin Amorim ពិតជាត្រូវការប៉ុន្តែគាត់អត់ឥឡូវយើងគាត់យក Andre Santos អ្នក slot មិន slot ទេអ្នកដែលគេហៅថាស្ងប់បង្ក្រាបកំដៅបាទស្ងប់ស្ងាត់ដល់លេងមិនគាត់នៅស្មើអញ្ចឹងទៅបាទ Telemann ដូចគ្នាអញ្ចឹងយើងមើលអត្តចរិតរបស់គ្រូដូចខ្ញុំនិយាយអញ្ចឹងតើគ្រូមកដឹកនាំនឹងអត្តចរិតបែបម៉េចកីឡាករយើងបែបបើវងកញ្ចក់ទៅលោកចូលសេម៉ូញ៉ូឃើញគូគូរ៉ាឡាហ៎គាត់ចង់បានគាត់កំងបានណាគូគូរ៉ាឡាហ្នឹងឃើញសក់ចឹងមុខចឹងតែខូចក៏ខូចកាចក៏កាចបាទឆេវឆាវទៀតអញ្ចឹងជាអត្តសញ្ញាណរបស់លោកចូលសេបាទដុំហ្វ្រាយនេះកំងបានបំរើស្លាប់ក៏បានការពារក៏បាន3-5-2ក៏បាន3-4-3-4-3ក៏បាន4-3-3ក៏បានបាទអាយុជ្រេបន្តិចប៉ុន្តែជាអត្តសញ្ញាណរបស់លោកចូលសេមកខ្ញុំចង់បានអញ្ចឹងយើងមើលទៅវិញហើយដោយមកលោក Carrick ហ្នឹងគឺមនុស្សដែលខេមមនុស្សដែលរងាប់អញ្ចឹងគាត់ចូលចិត្តលេងឲ្យបែបរងាប់ស្ថានភាពរងាប់កម្ដៅបាទអញ្ចឹងវាបែបហ្នឹងឯងបាទពីខ្ញុំទៅប៉ាលីញ៉ានេះបើខ្ញុំមើលឃើញចំណុចខ្លាំងរបស់គាត់ណាយើងក៏គិតថាវ័យគាត់31ឆ្នាំហើយបាទក៏តែអ្វីដែលខ្ញុំមើលឃើញពីចៅប៉ាលីញ៉ានេះកីឡាករនេះគឺគាត់លេងនៅតំបន់បម្រើការពារតែគាត់មិនមែនជាប្រភេទកីឡាករដែលកាចដូច Kimmich ឬក៏ Casemiro អីទេបើយើងកលិចទៅមើលគាត់បន្តិចទៅគឺគាត់ជាកីឡាករដែលគាត់ពិបាកបានថាមកក្នុងការប្រកួតហ្នឹងគាត់អត់លេចធ្លោទេក៏តែបើសិនជាគ្មានគាត់វាអាចនឹងបាត់បង់រសជាតិអីមួយយ៉ាងចឹងណាចំណុចខ្លាំងរបស់ប៉ាលីញ៉ានេះគឺអត់ងាយរបួសទេបាទខ្សែការពារដែលបម្រើការពារដែលឆ្លាតបើនិយាយទៅគាត់ឆ្លាតការអ្វីដែលខ្ញុំមើលការប្រកួតរបស់គាត់ការប្រើប្រាស់រាងកាយរបស់គាត់នៅក្នុងការប្រជែងគូប្រកួតហ្នឹងគឺគាត់ប្រកែកខាងហ្នឹងមិនខុសគ្នាពី Casemiro គឺគាត់ប្រើប្រាស់បច្ចេកទេសនៅក្នុងការបើនិយាយទៅសម្រាប់មកបាទ slide កាត់ឬក៏ធ្វើមិនបកកកំហុសទៅលើគូប្រកួតធ្វើឲ្យចង្វាក់ផ្ដាច់ចង្វាក់បាទផ្ដាច់ចង្វាក់ក៏ប៉ុន្តែការផ្ដាច់ចង្វាក់របស់ប៉ាលីញ៉ាខុសពីនេះបន្តិចខុសពី Casemiro បន្តិចរបៀបដែលគាត់លេងខ្ញុំមើលទៅគឺស្តៀងជាមួយនឹងមិត្តរួមក្រុមរបស់គាត់ដូចជា Ruben Neves ដែលគាត់ល្អខ្លាំងនៅ Vol ណាបាទប៉ាលីញ៉ាគឺស្តៀងនឹងឯងគឺគាត់ជាប្រភេទខ្សែបម្រើការពារដ៏ចិត្តត្រជាក់ផងដែរខ្ញុំមិនដឹងថាវាត្រូវនឹងអ្វីដែលលោក Carrick ចង់បានអត់ទេណាបើក៏ប៉ុន្តែអ្វីដែលគាត់ល្អប្រសើរនោះគឺប៉ាលីញ៉ាមិនងាយនឹងរបួសនោះទេបាទបច្ចុប្បន្ននេះដូចជាបងនិយាយមិញហ្នឹងគឺនៅ Spurs គាត់ថាល្អគួរសមណាក៏ប៉ុន្តែអ្វីដែលខ្ញុំមើលពីខ្សែបម្រើការពារមួយរូបនេះគឺគាត់អត់ស្ថិតស្ថេរមែនទេគាត់ផ្លាស់ប្ដូរក្លឹបរៀងច្រើនតិចចឹងគាត់អត់សូវបានបញ្ចេញនៅអ្វីដែលគាត់មានទេ
ដូចជាទៅ Spur រដូវកាលមុនដូចជាខ្ចីជើងទេបាទអញ្ចឹងកីឡាករនេះបើសិនជាខ្ញុំគិតថាបើសិនជា Andre Santos ជាមួយ Tielemans Menu អីលោក Carrick គាត់ថាគ្រប់គ្រាន់ណាប៉ាលីញ៉ានេះតម្លាក់តម្លៃក្រោម30 លានអីអាហ្នឹងវាជាអាកាសចុងក្រោយមិនដឹងទិញអ្នកណាទៀតមើលប៉ាលីញ៉ាទៅគាត់ប៉ូទុយហ្គាល់គាត់អីដែរណាបាទយើងអាចនឹងមានភាគរយដែរដោយសារតែបទពិសោធន៍គាត់នៅអង់គ្លេសមិនអន់ទេដូចជាលេងនៅ Vol នៅ Fulham បាទ Fulham ហើយទៅលេងនៅ Spur រដូវកាលមុនខ្ចីជើងក៏ប៉ុន្តែគាត់លេងគ្រប់ប្រកួតដែរបាទខ្ចីមកគឺយកមកលេងហ្មងអញ្ចឹងកន្លែងនេះដែលខ្ញុំគិតថាគាត់អាចសម្របនៅអង់គ្លេសបានក៏ប៉ុន្តែតើតើជាមួយនឹងការបង្កើតឱកាសជាមួយនឹងការផ្សេងខ្ញុំអត់ហ៊ាននិយាយទេដោយសារតែគាត់លេងបំរើការពារហើយបើសិនជានិយាយថាយកមកជំនួស Casemiro វារត់តែឆ្ងាយទៀតអញ្ចឹងដូចលោក Carrick និយាយអញ្ចឹងវាអាចនឹងមានភាគរយដោយសារតែគាត់ធ្លាប់និយាយថាយកអ្នកជំនួស Casemiro មិនប្រកាសថាយកអ្នកដែលលេងដូច Casemiro ទេអញ្ចឹងក៏វាមានភាគរយដែរដោយសារតែ Palhinha នេះក៏ធ្លាប់លេចឡើងកាលពីខែមករាតាំងពីលោក Ruben Amorim នៅដោយសារតែគាត់ប៉ូទុយហ្គាល់ដូចគ្នាផងណាអញ្ចឹងក៏នៅតែមានភាគរយដែរហើយ Anthony Robinson ដូចជាកីឡាករអាមេរិកបាទខ្ញុំឃើញព័ត៌មានកាលពីចប់ World Cup ភ្លាមមានមែនដូចជាគាត់លេងនៅស្លាប់ឆ្វេងបាទក៏ប៉ុន្តែយើងចាំមើលសិនដូចជា Fulham ហ្នឹងគ្រូថ្មីគ្រូរៀលទៅឥឡូវខ្ញុំឃើញគាត់យកកីឡាកររៀលទៅម្នាក់ដែរដូចជា2ជនបាទអញ្ចឹងយើងអត់ដឹងថាគាត់ត្រូវការ Robinson នឹងឬអត់ទេបាទព្រោះគាត់នៅនោះដូចជាគាត់ប្រធានក្រុមទៀតណាបាទ Robinson នឹងអញ្ចឹងខ្ញុំគិតថាអានេះក៏ស្តៀងនឹង Palhinha ដែរបើសិនជា Man U គាត់បរាជ័យនៅក្នុងការនាំយក Lewis Hall បាទ Lewis Kelly អីអាចនឹងពិចារណាគាត់ដែរព្រោះមើលទៅតម្លៃរបស់គាត់មិនថ្លៃដូច Skelly ឬក៏Lewis Hall ទេបាទនឹងវាអាចថាវាជាដូចនិយាយទៅជំរើស BCD ណាបាទនេះពីខ្ញុំទៅសម្រាប់កីឡាករពីរនាក់នេះតែយើងឲ្យបន្ទុកគាត់គឺមធ្យមបាទមិនមែនអន់ពេកហើយក៏មិនខ្លាំងពេកដែរអ្វីយើងមើលឃើញពីគាត់ទាំងពីរមានបាទពិសោធន៍នៅ Premier League ហើយមិនងាយរបួសទេបាទប៉ុណ្ណារឿងបិសាចក្រហមមានច្រើនគ្រាន់ថាវានៅតែមកកន្លែងហ្នឹងបើឆ្វេងកដាបាទអញ្ចឹងខ្ញុំពងបើពីចិត្តខ្ញុំខ្ញុំថ្ងៃខ្ញុំចាំមើលបើភាសាហៅ check port វាធ្លាក់check port រង្វាន់ធំខ្ញុំចាំមើលតម្លាក់ព័ត៌មានមកគឺ here we go មកអត់មានចាប់អារម្មណ៍ទេ Andre Santos គាត់និយាយរឿង Man U ចាប់អារម្មណ៍ហើយ personal term agree គ្នាអស់ហើយបើតែគាត់ខ្លួនងាកឡើងយប់ឡើង here we go បាទ Tielemans here we go មកปุ๊ប here we go zoot here we go តែម្ដងអានេះខ្ញុំចង់មើលអញ្ចឹងឥឡូវខ្ញុំគិតថាអាចនឹងមានយប់ណាមួយថ្ងៃណាមួយមានបែបហ្នឹងហើយជាពិសេសខ្ញុំថាខែ8ហ្នឹងបាទខែ8ហ្នឹងអាចនឹងខ្ទង់លេងជាមួយនឹង PSG ហើយខ្ញុំគិតថាមានអានេះជាការដាក់ក្តីរំពឹងរបស់ខ្ញុំទេក្នុងអ្នកគ្រប់ត្រូលបើខ្ញុំស្រង់ comment មើលគាត់ថាគាត់ចង់ទន្ទឹងចង់មើលការប្រកួតឲ្យបានច្រើនបើនេះថាគាត់កំពុងតែ enjoy ជាមួយនឹងការលេងរបៀបនៃការលេងរបស់បច្ចុប្បន្នមិនកាចពេកក៏មិនអីពេកប៉ុន្តែលេងទៅរបៀបមើលទៅសប្បាយធូរអារម្មណ៍ការរៀបកីឡាករអាចនឹងត្រូវបដើមិនមានអ្នកណាលើអ្នកណាមិនមានគេហៅថាមិនមានអ្នកកោក្លឹបកោក្រុមអញ្ចឹងមើលទៅសប្បាយហើយចេះបត់បែនហើយខ្ញុំសង្ឃឹមថានឹងមានការបត់បែនច្រើនទៅលើទម្រង់នៃការផ្លាស់ប្ដូរពីមួយប្រកួតទៅមួយប្រកួតណាព្រោះយើងប៉ះក្រុមដែលមានការប្រកួតផ្សេងគ្នាទម្រង់ផ្សេងគ្នាយើងអាចប្រើតែមួយទម្រង់ទេអញ្ចឹងខ្ញុំសង្ឃឹមខ្ញុំក៏ទន្ទឹងរង់ចាំមើលដែរតើលោក Carrick គាត់គូបានល្អប៉ុណ្ណាតាំងលោក Steve Holland ដែលគេទៅសើថាគាត់បកកាយអញ្ចឹងនៅពេលដែល manager មួយបកកាយ head coach មួយបកកាយក៏ត្រូវមាន assistant ដែលបកកាយនៅក្រោមនឹងដែរសំខាន់គឺលោក Steve Holland ហ្នឹងដែលសំខាន់ជាងគេទាំងហើយព្រោះបើយើងរៀនសូត្រពីមិនមែនសូត្រស្វែងយល់បាទពីគ្រូណាគ្រូធំបើ manager ដូច Jose Mourinho ហ្នឹងមិនបានទៅ select កីឡាករទេអត់ទេគាត់នៅក្នុងបន្ទប់គាត់ analyze ពីឯកសារពីគ្រូទាំងអស់មកគ្រូចាំទីគ្រូប្រយុទ្ធគ្រូអីចឹងយកមកឲ្យគាត់ហៅនិយាយថាអ្នកណាត្រូវលេងបែបម៉េចបាទអញ្ចឹងគាត់អ្នកសម្រាប់ចុងក្រោយគេថាដាក់អ្នកណាមិនណាប៉ុន្តែបន្ទុកគឺចេញមកពីគ្រូទាំងអស់ហ្នឹងហើយនេះឲ្យយោបល់លោក Steve Holland ឲ្យយោបល់លោក Carrick ថាប៉ះ Arsenal ត្រូវលេងបែបនេះជាចេះគាត់ analyze មើលគាត់ approve តាមទៅជោគជ័យទៅទៀតអញ្ចឹង head coach ដូចតែអញ្ចឹងគឺជាអ្នកសម្រាប់ប៉ុន្តែមិនមែនគាត់មិនចេះអាហ្នឹងទេណាគាត់ចេះអាហ្នឹងតែគាត់ជាអ្នករងសម្ពាធខ្លាំងជាងគេជាងអ្នកណាទាំងអស់អញ្ចឹងការសម្រេចចិត្តលើគាត់ត្រឹមត្រូវអាហ្នឹងវាបែបអញ្ចឹងមិនថាលោក Pep កាឌីឡាជោគជ័យដោយសារលោក Pep គាត់ជោគជ័យខ្លាំងហើយមាន support គាត់ច្រើនមាន sport
director មានម្ចាស់ club ជាពិសេស assistant របស់គាត់ក្រុមការងារអញ្ចឹងគាត់ក៏ធ្វើការគេក៏ធ្វើការអញ្ចឹងគាត់នៅកៅអីមើលផ្នែកគាត់មើលមិនអស់ទេកីឡាករគាត់តែគាត់ចង់បានអ្នកនេះគេយកឲ្យគាត់គេមើលឲ្យគេប្រាប់គាត់យកអញ្ចឹងម្នាក់គឺសំខាន់មានទួនាទីល្អផ្សេងគ្នាអញ្ចឹងយើងបន្ទោសដូចជាមួយជាតិកម្ពុជាយើងបន្ទោសតែលោកគ្រូម្នាក់បាទអញ្ចឹងវាពិបាកដែរកីឡាករគ្នាមិនឲ្យគ្នាគ្រប់បាទគ្រូក៏មិនបានដិតដល់មកអញ្ចឹងគឺវាបែបហ្នឹងឯងហើយវាជាពិសេសគ្រូបរទេសក៏វាធម្មតាការនាំពាក្យពីមួយទៅមួយបរទេសវាពិបាកណាក្នុងភាសាហ្នឹងឯងហើយវាពិបាកនិយាយទៅពិបាកអញ្ចឹងគាត់ថាយើងរៀនយល់ខ្ញុំឃើញអ្នកគ្រប់គ្រងឥឡូវរៀងយល់ខ្លះដែរយល់ហើយក៏រៀងធ្លាក់សន្ទុះនៃការគ្រប់គ្រងដែរអញ្ចឹងខ្ញុំពិបាកទទួលយកដែរបាទឥឡូវយើងទៅចាប់អារម្មណ៍តាក់ទងទៅនឹងរឿងរ៉ាវរបស់ Marco Rashford ឃើញថាមួយរយៈចុងក្រោយមានដូចឮព័ត៌មានថាខាងក្រៅផ្លូវការថា Matheus Cunha គាត់សុខចិត្តដូរលេខអាវទៅឲ្យលេខ10ហ្នឹងទៅឲ្យ Rashford វិញគាត់អាចដូរលេខអាវផ្សេងមើលទៅថា Marco Rashford អាចនៅ Man U ទេបាទបន្ទាប់ពីការប្រកួត World Cup ហើយក៏ខ្ញុំគិតថានឹងមិនចេញទេមើលទៅព្រោះអាចថានឹងត្រៀមកាត់ប្រាក់ខែអីដែរបាទលោកតារងRashfordលោកតារងតើទៅជាមួយបាទតើទៅជាមួយព័ត៌មាននៅក្នុងការខូញដែលគាត់ព្រមប្រកួតលេងនេះខ្ញុំអូឃើញដែរក៏ប៉ុន្តែអត់បានស្រាវជ្រាវបន្ទាប់ខ្ញុំមិនដឹងថាយើងចេញប្រភពច្បាស់លាស់ណាបាទវាអាចនឹងគេទាញគេហៅថាតែលហីកណាមួយដែលថាខូញអាចនឹងប្រកួតណាក៏ប៉ុន្តែបើយើងត្រឡប់មកវិញវាអត់សំខាន់ទៅលើលេខទេលក្ខខណ្ឌរបស់ Rashford គឺគាត់នឹងក្លឹបបាទគាត់នឹងគ្រូគឺយើងឃើញតែអូខេហើយបាទ Carrick គឺជាយើងអាចនិយាយថា Carrick គឺជា head point មួយដែល Rashford ចង់នៅបាទមួយទៀតគឺគាត់ត្រូវតែនិយាយមួយក្លឹបសិនតាក់ទងជាមួយនឹងរឿងប្រាក់ខែគាត់បាទហើយវានិយាយរឿងតម្លៃទៀតទេគឺគាត់និយាយរឿងប្រាក់ខែហើយក៏អត់ទាន់ឈានទៅដល់ការបន្តកុងត្រាទៀតដែរដូចជាកុងត្រាគាត់នៅដល់ឆ្នាំហ្នឹង2028 29ណាបាទអញ្ចឹងគឺអត់និយាយរឿងហ្នឹងទេក៏តែគឺនិយាយរឿងការចង់លក្ខខណ្ឌពាក់កណ្ដាលផ្លូវពាក់កណ្ដាលកុងត្រានេះគាត់យើងអញ្ចឹងនិយាយថាគាត់ដូចតចុងក្រោយ23 24ណាខ្ញុំភ្លេចបាត់ហើយអត់ចាំបាទអញ្ចឹងតហ្នឹងបានថាតាំងពី23ឧទាហរណ៍ចុះរហូតដល់29ទើបអាចនិយាយកុងត្រាសាថ្មីក៏ប៉ុន្តែឥឡូវនេះក្លឹបមានបញ្ហាហើយបានន័យថាមិនមានបញ្ហាទេគឺបានន័យថាគាត់ត្រឡប់មកវិញគឺក្លឹបទាមទារត្រូវតែនិយាយលក្ខខណ្ឌសាថ្មីជាមួយគាត់ហើយព្រោះគាត់ចាក់ចេញដូចជា2ឆ្នាំហើយអញ្ចឹងត្រឡប់មកវិញគឺក្លឹបគេត្រូវការនិយាយលក្ខខណ្ឌថ្មីជាមួយគាត់ហើយនេះអ្វីដែលយើងទទួលបានទេបានន័យថាពាក់កណ្ដាលកុងត្រាត្រូវនិយាយសារថ្មីហើយបាទវាមានសុពលភាពដល់2029ពិតមែនក៏តែ2026ត្រូវនិយាយសារថ្មីតាក់ទងជាមួយនឹងប្រាក់ខែគាត់បើតាមស្តង់ដារគឺគាត់ត្រូវឡើងគាត់ត្រូវឡើងបន្ថែមទៀតជាមួយអូណាណាក៏ត្រូវឡើងដែរមកពួកបានកៅអី Champions League បាទអញ្ចឹង Rashford ត្រូវឡើងទៅដល់32,000 pound ក្នុងមួយសប្តាហ៍មែនយូព្រមឲ្យអត់ព្រមយូអត់ឲ្យទេអ្នកដែលជួយឲ្យមែនយូឡើង UCL វិញមិនមែនជាគាត់ទេបាទ Sesco Mbemu Cunha ជាមួយនឹង Amad Bruno និងអ្នកផ្សេងបាទ Rashford អត់បានលេងផងហ្នឹងបាទអត់បានលេងទេក៏តែសុទ្ធតែគាត់ខុសអត់ខុសទេគាត់ជាកីឡាករ base វានៅក្នុងកុងត្រាដែលគេចងតែមែនយូក៏អាចមានការ restructure នៅកុងត្រាហ្នឹងផងដែរដោយសារលក្ខខណ្ឌបែបនេះដែលយើងឃើញជាក់ស្ដែងបាទRashford គិតពីមុខមាត់ខ្ញុំគិតថាគាត់រើសយក Man U ឬក៏យ៉ាងណានេះជារឿងរបស់គាត់ប៉ុន្តែបើគាត់ចាក់ចេញទៅហ៊ានចាក់ចេញពី Man U ទៅដូចជាអារ៉ាប់បាទទៅទូគីអត់មានវាសនាមកលេងនៅជាមួយជាតិទេហើយប្រាក់ខែគេហ៊ានឲ្យគាត់ហ៊ានឲ្យបាទតែនៅតែប្រទេសពីរហ្នឹងហ៊ានឲ្យមែនបាទមួយទៀតតើគាត់ទៅគាត់មានអ្វីដែលធ្វើឲ្យនៅទីនោះមានភាពល្បីល្បាញអត់មិនងាយទេបើគាត់ទៅវាមិនអាចទេគាត់ម្នាក់ឯងមិនអាចរែកពុននៅអ្វីនឹងទាំងអស់បានទេបាទតកម្រិតរ៉ូណាល់ដូទៅលើអារ៉ាប់ធ្វើលើកអារ៉ាប់បានកម្រិតមេស៊ីទៅអាមេរិកលើកមេស៊ីលើកអាមេរិកបានអញ្ចឹងសួរថាបើគាត់នៅមែនយូឱកាសគាត់លេងនៅជាមួយជាតិមានបាទព្រោះតំបន់គាត់នេះមិនទាន់មានអ្នកស៊ីដាច់គាត់ទេគាត់អាចនឹងប្រកួតប្រជែងជាមួយនឹងគ្រូញ៉ាបានជាមួយនឹង Sesco បានគាត់លេងបាន2រ៉ូលគាត់អាចប្រកួតប្រជែងបានវ័យគាត់កាន់តែច្រើនគាត់មិនសូវមានល្បឿនគាត់ចាំឈរសុទ្ធទៅអត់ពិបាកទេប៉ុន្តែគាត់បញ្ហាមួយទៀតគាត់ត្រូវប្រឈមជាមួយអ្នកគាំទ្រ Man U ត្រូវហើយនៅលើទីលានអត្តចរិតទី1អត្តចរិតគឺត្រូវអត់ទ្រាំប្រើគេហៅថាបើនិយាយទៅគឺអត់ទ្រាំដើម្បីកែនៅការ
កំហឹងឬក៏ការខឹងសម្រាប់ពីអ្នកគ្រប់គ្រងឲ្យបានវិញយកចិត្តបេះដូងទៅទិញគាត់វិញមិនមែនថាខំប្រឹងបានពាក់កណ្ដាលទីគេនៅតែបន្តរិះគន់គេថាឲ្យចាប់ស្អីគេអត់ហូរធ្វើដៃបិទមាត់ឬក៏តទៅអ្នកគ្រប់គ្រងវិញអាហ្នឹងគឺវាអត់បានយូរវែងទេអញ្ចឹងអាហ្នឹងខ្ញុំលើកខែរិចអប់រំគាត់បានប៉ុណ្ណាណាពីខ្ញុំមិនចង់ឲ្យនៅទេទៅប៉ុន្តែបើអត់មានផ្លូវទៅទេគួររកដំណោះស្រាយនៅជាមួយគ្នានឹងឯងវានៅតែរឿងលុយហ្នឹងទេលុយប្រាក់ខែហ្នឹងទេបើលុយប្រាក់ខែគាត់អាយុប៉ុណ្ណេះហើយគាត់ដើម្បីស្រឡាញ់គេឈ្មោះហ่ะឥឡូវគាត់មើលមិត្តភ័ក្តិគាត់ប្រហែលអ្នកហ្នឹងវាសល់អីខ្លះហើយបាទសាន់ដែរដល់ណាសាន់បាទលោកបងធွာគាត់នោះលីងកានោះទៅណានៅកូរ៉េដាច់បាត់ហើយដាច់ហើយអស់ក្លឹបនៅប្រេស៊ីលឥឡូវទៅប្រេស៊ីលដូចជាប្រេស៊ីលចឹងបាទកាលណាឈោនោះទៅថៃគេមុននោះបាទលេងអត់ថៃដាក់ឡើងដួលវិញហ្នឹងគុំវាគុំវាមិនដឹងណាបាទសាន់ឈោទៅអត់ក្លឹបលេងយើងត្រឡប់ទៅវិញថាមនុស្សជុំវិញខ្លួនដែលយើងរាប់អានពីមុនហ្នឹងឥឡូវវាជោគជ័យអីហើយបាទសម្លាញ់បាទសម្លាញ់អាប់អីហ្នឹងអញ្ចឹងឯងអញ្ចឹងពីខ្ញុំជួបគាត់ខ្ញុំបដៅគាត់ដែរណាប៉ុណ្ណឹងអត់បានជួបធម្មតាខ្ញុំអត់ដឹងថាគាត់មានមិត្តស្រីឬក៏យ៉ាងណាដែលគេហៅថាមានសុភមង្គលអត់ទេណាមិត្តស្រីថាបងបងធ្វើចេះគាត់ធ្វើណាបាទបងបាយមិនគួរនៅទីហ្នឹងអត់មានអនាគតណែគាត់ចេញទៅតាមមិត្តស្រីគាត់ដែរអាហ្នឹងវាតាមគ្រួសារបាទអញ្ចឹងការជំរុញមួយមនុស្សគឺជោគជ័យដូច Bruno គាត់និយាយគាត់មានរឿងតាំងពីគាត់អត់ភរិយាគាត់គ្រួសារគាត់ជួយជំរុញជាអ្នកសម្រេចចិត្តឲ្យគាត់នៅថាទុកដាក់លុយទុកដាក់អីអញ្ចឹងមិនគាត់មានវិន័យឃើញទេគាត់លេងងាយរបួសគាត់ងាយបាក់ទឹកចិត្តគាត់ចាប់ផ្ដើមរហូតណាអញ្ចឹងដូចមនុស្សដែលជោគជ័យយើងទៅមើលវិញតើមនុស្សជុំវិញខ្លួនគាត់អ្នកណានៅជុំវិញខ្លួនគាត់មានអ្នកជំរុញណាបាទយើងមើលតែមេស៊ីក៏ដែរមេស៊ីបាក់ទឹកចិត្តបាទខ្ញុំបានព័ត៌មានពីអ្នកគ្រប់គ្រងមេស៊ីមិនបាក់ទឹកចិត្តរឿងពេលនឹងទីអត់ចូលហើយគាត់ជាប់ណាដានពេលទីអត់ចូលឃើញ World Cup គាត់ពេលទីអត់ចូល2ដងណាបាទអញ្ចឹងគាត់បានភរិយាគាត់អ្នកនៅកំដរគាត់ណាពួកគាត់អត់ចេះហឺហាចូលក្លឹបចូលអីគាត់នេះតែភរិយាកូនគាត់អញ្ចឹងកន្លែងហ្នឹងគឺសំខាន់ណាមេស៊ីបាក់ទឹកចិត្តមេស៊ីធ្លាប់យំបាទអាហ្នឹងមិនរឿងនៃសើចណាវាដកតាអីគេតាសុកថាណាតែបាក់ទឹកចិត្តមែនតែ Rashford វាអត់មានអីកន្លែងទៅបាក់ណាបើដកតែចូលចឹងតែ Rashford បាទនឹងឯងវានៅបាត់យើងនិយាយចឹងដោយសារ Rashford ហ្នឹងគាត់វាសាច់ឈាមយើងនិយាយទៅមិនអីទេបាទឃើញខមមិននៅ Facebook ហ៎បង Fee គាត់ថាអត់ទេអ្នកគ្រប់ត្រូលឥឡូវពូកែជេរឿងគ្រប់ត្រូយនេះអត់ដឹងទេគ្រប់ត្រូមែនយូគ្រប់ត្រូមែនយូហ៎កែជេមែនមែនយូបាទអស្ដាយ Greenwood ហេតុអីមិនផ្ដល់ឱកាសដូច Rashford Greenwood ឡើងទៅស្អីទៅតឡាតាស្រ័យបាទ Fenerbahce បាទទៅទូគី Greenwood គាត់ជ្រើសផ្លូវដើរនឹងគាត់អីក៏មែនយូគេមិនអាចយកគាត់មកវិញបានមែនយូចង់យកដែរប៉ុន្តែដោយសារតែមានការប្រឆាំងច្រើនបាទពីក្រុមនារីផងពីអ្នកគ្រប់គ្រងមកចំនួនផងបាទវាបាក់ដែរសួរថាអ្នកណាដែលបង្កខ្លួនគាត់ហើយអ្នកណាអ្នកប្រព្រឹត្តខ្លួនគាត់បាទហើយអ្នកណាដែលបង្ករឿងមិត្តស្រីគាត់ចុងក្រោយមិត្តស្រីគាត់ជាអ្នកសម្របសម្រួលគេហៅថាមានភាសាខ្មែរយើងឥឡូវថាមានកាត$1បញ្ចូលទូរស័ព្ទជេរគេពេញហ្នឹងណាភរិយាគាត់នេះគឺគ្រួសារគាត់នេះគឺអ្នកបង្ហោះរូបរាងបាទប្រើហិង្សាហ្នឹងចុងក្រោយគាត់ត្រូវនេះតើអ្នកណាអ្នកបំផ្លាញតាំងពីអ្នកហិង្សានេះអញ្ចឹងគឺឥឡូវត្រូវគ្នាវិញមានយើងចាប់ដៃចាប់អីគ្នាដើរចេញពីកន្លែងដែលឈឺចាប់ហ្នឹងឯងគ្មានអីទេបាទវាប៉ុណ្្នឹងបាទនេះគេឲ្យយកបងដរងទៅលើកទឹកចិត្ត Rashford ទៅគំរូល្អហ៎បងដរងបកកាយលើកទឹកចិត្តតែគេមិនល្អហ៎បងកាលូចូលឈ្មោះកាលូកាលូគាត់ម៉ួយខ្ញុំកាលូម៉ួយបើម៉ួយមួយដុំ Rashford បើមានឱកាសមកម៉ៅ sport ហូបទឹកតែជាមួយតែបាទជជែកមួយប្រុសម៉ៅអូហើយដឹងបរហើយទៅអង់គ្លេសវិញភ្លឺភ្នែកហ្មងបាទតោះមានកំបិតអីទៀតបាទមានការតមកចរិតមិនយូរទេកណាឈោទី2អូខេអាម៉ាត់អាម៉ាត់បាទបងគឹមលេងខ្ញុំទីតុកខ្ញុំឃើញខមមិនមួយទៀតបងឲ្យសៅសាន់ឆូអាចចូលលេងបានអត់ប៉ះ PSG សាន់ឆូសេស្កូបាទច្រឡំសាន់ឆូសេស្កូហ៎ខ្ញុំចាប់អារម្មណ៍បងទៅថ្ងៃសៅរ៍ហ្នឹងមើលកីឡាករយើងណាខ្លះដែលបាន
បានលេងឲ្យកីឡាករណាខ្លះអត់បានលេងប៉ះ PG អ្នកមកហាត់ងារមុនបានលេងទាំងអស់ទាំង Thelman ក៏បានលេងដែរ ខាត់ពេញហ៎ បាទ កីឡាករថ្មីដូចជា Bruno ដូចជា Benjamin Sesko ដូចជាLemon អីបានលេងបានព្រោះគាត់ត្រឡប់មកវិញកាលពីដើមខែអញ្ចឹងថ្ងៃ8មួយទឹករបស់គាត់ដែរ បាទមួយអាទិត្យហើយអញ្ចឹង តែគាត់អាចមិនទាន់ជាប់11នាក់ឯង ហ្នឹងហើយ តែមានឈ្មោះ មានឈ្មោះបាទមានឈ្មោះហើយCisco យើងស្វ័យពលដោយសារគាត់ល្បួស Cisco បើខ្ញុំតាមយោងតាមប្រភពមិនជាក់លាក់ក៏ជាក់លាក់ Cisco នឹងចាប់ផ្ដើមនៅប្រកួតដំបូងហ្មង ហ្នឹងហើយ ប៉ុន្តែដំបូងហ្នឹងក៏មិនបានលេងហ្នឹងហើយ យើងចាំមើលស្អែកបើគាត់ហោះទៅគាត់បានលេង មិនទេព្រោះអត់ទាន់ឃើញគាត់ហាត់មួយគេនៅទីលាន នៅអញ្ចឹង ចឹងអាចនឹងប្រកួតប៉ះ AC Milan យ៉ាងលឿនបំផុតប៉ះ ហ្នឹងហើយ AC Milan បាទ មកចុងក្រោយ មកចុងក្រោយបាទ ព្រោះគាត់ដូចជារៀបរយវិញអស់គ្រាន់ថាគាត់ត្រូវការបំពេញធម្មតាគេមាន season នៃការហាត់គេបំពេញចកេះបំពេញសាច់ដុំគេហៅអីស្ដា កាយសម្បទា ភាសាគេមួយទៅខ្ញុំភ្លេចបាទស្ដានីតិអីស្អី នីតិកាយសម្បទា អានេះខ្ញុំភ្លេចបាត់ហើយអាហ្នឹងគេថាស្ដាហ្នឹងមកវិញឲ្យភាពរឹងមាំមកវិញណា បាទ ហើយគេបញ្ចុះអាគីឡូគាត់បន្តិចបញ្ចុះសាច់ដុំគាត់វិញមិនបញ្ចុះដូចមុនទេប៉ុន្តែបញ្ចុះបន្តិចឲ្យវាបាទ Roswell ដូចគ្នា Roswell ថ្ងៃ AC ថ្ងៃច័ន្ទមកវិញហើយ ច័ន្ទមកវិញអញ្ចឹង គាត់អាចនឹងលេងប៉ះ AC ដូចគ្នា មកវិញមកបាទប៉ះគ្នាវារុំក្តាំងវិញហ្នឹងមើលកុំឲ្យគេថាយើងវាតែរ៉ាសូវិញប៉ះពាល់នឹងអាសិត midfielder សាច់ខ្ញុំនិយាយណាមកវិញប៉ះហើយ តែចង់ឲ្យមកសិនមកលេងប៉ះតារីម្ដងសិនព្រោះថ្ងៃប៉ះនេះគាត់បានលេងសារពាក់កណ្ដាលអាទិត្យគាត់មកថ្ងៃច័ន្ទលេងឲ្យពុតអត់ទាន់ទេ អត់ទាន់ទេ លីកហ្នឹងក៏ហ៊ានដាក់ធំដែរព្រោះលីកហ្នឹងវាលឿនពេកសម្រាប់បាន2ថ្ងៃប៉ះលីកហ្នឹងទៅដាក់យុវជនលេងហើយតែប៉ះ AC Milan ដាក់ទាំងអស់ហើយ បាទ ដាក់ទាំងអស់ហើយ ខ្ញុំចាប់អារម្មណ៍បន្ទាប់ពី pre-season តើបងទាំងពីរគាត់ថាអាចនឹងមានយុវជនឡើងមកជិតធំទេដូចជា Lacy បង្ហាញខ្លួនល្អការប៉ះប្រកួត pre-season កន្លងមកជាក់ស្ដែងប៉ះ Chelsea ក៏លោកល្អ នឹងមានក៏តែអាចនឹងបាត់ទៅវិញបាទមានដោយសារតែប៉ះ Ed Madrid បាទ Lacy ហ្នឹងគឺគាត់មានតាំងរដូវកាលមុន Chelsea ហ្នឹងជាមួយនឹង Harry Amas ដែរណាក៏តែគាត់បាត់ទៅវិញពាក់រដូវកាលចុងរដូវកាលបានគេហៅមកវិញបាទនេះថាមាននេះគឺមិនមែនមានត្រូវតែហោះរហូតទេបាទនេះថាគេសាញគាត់ចូលហើយអាចនឹងក្រៅ23នាក់ក៏ថាបានដែរក៏ប៉ុន្តែពេលភាគច្រើនគឺដូចជាចូលមករដូវកាលទៅមករដូវកាលគឺលោក Carrick ត្រូវធ្វើការបាទនេះថាគាត់សញ្ញេជាមួយឈ្មោះកីឡាករទាំងអស់ដើម្បីថាកីឡាករប្រហែលហ្នឹងគឺមានសិទ្ធិលេងនៅក្នុងរដូវកាលមួយហ្នឹងមិនថាគាត់ select 23នាក់មិនថាគាត់មានឈ្មោះហោះហើរទៅគឺអត់ទេគឺត្រូវតែមានអញ្ចឹងបានថាគាត់សញ្ញេទុកព្រៀងទុកខ្លាចគីឡូមានកីឡាកររបួសអីចឹងទៅបាទអញ្ចឹងគឺគាត់នឹងមានឈ្មោះនៅក្នុងឈុតធំក៏ប៉ុន្តែអាចនឹងមួយរដូវកាលពេញក៏បានលេងសោះក៏ថាបានដែរអញ្ចឹងខ្ញុំយុវជននឹងត្រូវតែមានហើយក៏ប៉ុន្តែសួរថាអ្នកណាអ្វីដែលសំណួរលោកគ្រីគាត់សួរគឺចង់និយាយថាមានហើយមានឈ្មោះលេងទៀតអញ្ចឹងខ្ញុំគិតថា CLC នេះក៏ប៉ុន្តែ FA Cup PFL Carabao Cup បាទJJ Gabriel ខ្ញុំគ្រាន់តែគិតថាគាត់មានឈ្មោះទេគាត់អាចបាត់ទៅវិញផងដែរគាត់នៅបន្តនៅយុវជនអុយ18អុយនឹងដែរទៅព្រោះគាត់អត់លេង18គាត់លេង21មកហ្នឹង18គាត់លេងអញ្ចឹងអ្នកផ្សេងទៀតខ្ញុំមើលឃើញក៏ប៉ុន្តែខ្ញុំគិតថាជាមានម្នាក់ក្នុងចំណោម Ethan Vedley ជាមួយនឹង OB ដោយសារតែប្រយុទ្ធកដាល Xerxes នឹងអត់ច្បាស់លាស់ដែរ Ethan Vedley នេះបើចូលទៅ Everton ចាប់អារម្មណ៍ណាចង់បាទគាត់ទៅមកពីដូចជាមកពី Championship ហ្នឹងហើយមកពី Championship វិញហើយ OB នេះចង់ឲ្យខ្ចីជើងប៉ុន្តែក្នុងការចរចាតតែក្លឹបនឹងសន្យាឲ្យគាត់លេងពេញអញ្ចឹង Man U យកចិត្តទុកដាក់លើ OB ខ្លាំងណាបើថាខ្ចីជើងមែនប៉ុន្តែរើសក្លឹបដែលឲ្យទៅទៀតហើយត្រូវឲ្យគាត់លេងគ្រប់គ្រាន់បើអត់ទេឲ្យខ្ចីទេខ្ញុំមើលខ្ញុំឲ្យបន្ទុកគាត់ខ្ញុំឲ្យខ្ពស់ជាង JJ Gabriel ពួក OB នេះខ្ញុំឃើញគាត់លេងឈុតធំល្អហើយការរកបាល់របស់គាត់ប៉ិនប្រសពមែនទេគាត់មកទាំងព្រមទាំងការញាក់ទាំងការរត់ហ្នឹងហើយក៏ស្ទើរតែមួយទេការពិតពាំងប៉ុន្តែឥឡូវនេះគាត់ឡើងហើយគាត់ខ្លួនប្រាណគាត់ឡើងណាទៀតឡើងទៀតអីល្អ OB នេះខ្ញុំនិយាយនឹង OB នឹងល្អដោយសារកាយសម្បទាហ្នឹងហ្មងហើយស័កសមខ្សែប្រយុទ្ធបាទប៉ុន្តែតចរិតបែបណាអត់ដឹងទេណាតែខ្ញុំនៅតែមើលចឹងគឺល្អបាទជាការរត់របស់គាត់អីល្អរបស់គាត់ការមុនដូចជាអត់ទៅខ្ចីជើងគឺគាត់នៅ Ethan Vedley ខ្ចីជើងមករដូវកាលបាទចាំមើលសិនទៅតែដឹងតែមានឈ្មោះបាទឥឡូវយើងទៅមើល comment ក្នុង YouTube មួយសួស្ដីបងចង់សួរ admin បងធានីនិងបងដរងគាំទ្របិសាចក្រហមទាំងអស់បើរដូវកាលនេះបានលេខ5ឬលេខ6តើបងគាំទ្រលោក Carrick ដឹកនាំអត់លេខ5បានលេខ Champions League ដែរតើ
លេខ5ឬក៏លេខ6 អូវានៅតែបន្តការគ្រប់គ្រងអញ្ចឹងឯងព្រោះអីមួយជំហានឥឡូវយើងមើល Chelsea Liverpool ក៏មិនទាន់នៅឆ្នាំនេះខ្ញុំអាចនិយាយបានថាមិនមែនជាឆ្នាំដែលយើងគួរតែខ្លាចអីទេព្រោះអីនិយាយទៅដកតែ Arsenal ចេញមួយទៅគេល្អជាង បាទ ចឹងក្រៅពីហ្នឹងគឺគ្រូថ្មីសម្រាប់ Man City បច្ចុប្បន្ននេះក៏អត់មានអីត្រូវព្រឺព្រួចព្រោះអីគ្រូ ថ្មីដែរ គ្រូថ្មីដែរមិនអាចយកប្រព័ន្ធចាស់មកលេងបានទេគ្រូថ្មីក៏មានប្រព័ន្ធរបស់គាត់អញ្ចឹងវាថ្មីដូចគ្នា character ថ្មីអញ្ចឹងទៅទាំងអស់គ្នាទៅបាទ បើពីខ្ញុំមិនមែនថាលោក Carrick ទេគឺខ្ញុំគ្រប់គ្រងតាំងពីដំបូងមកគឺអ្វីខ្ញុំមើលឃើញគ្រូគួរណាស់តែមាន2រដូវកាលទៅ2រដូវកាលកន្លះឬក៏យើងនិយាយថាមួយឆ្អន់មក3ដោយសារតែតាក់ទងជាមួយនឹងការបន្ស៊ាំប្រព័ន្ធលេងរបស់គាត់ការដោះដូរកីឡាកររបស់គាត់អញ្ចឹងរដូវកាលទី3របស់គាត់គឺជាអ្វីដែលសំខាន់គាត់អញ្ចឹងទាំងមិនមែនថា Carrick ទេសូម្បីតែ Ten Hag សូម្បីតែលោក Ruben Amorim គឺខ្ញុំគ្រប់គ្រងគាត់នៅបាន3ឆ្នាំសិនឥឡូវយើងមើល Carrick យើងខកមួយបាត់ហើយខែមករាអត់ទិញកីឡាករឲ្យគាត់ទេអញ្ចឹងគាត់ខាតមួយបាត់ហើយឥឡូវនេះខែនេះរដូវក្តៅនេះគឺយើងឃើញថាការទិញកីឡាករគាត់ខុសគ្នាដែរអ្វីដែលខ្ញុំចាំបាន Man U ឲ្យលោក Ten Hag 300 លាន Man U ឲ្យលោក Ruben Amorim 200 លានមកដល់ពេលនេះ Man U ឲ្យ Carrick បានតែ80 លានទេ 85 លាន អញ្ចឹងបាទអត់ទាន់គ្រប់គ្រាន់ទេណាបានថាអញ្ចឹងរដូវកាលនេះបើទោះបីជាគាត់ដល់លេខ14 15ក៏ខ្ញុំនៅគ្រប់គ្រងគាត់ដែរអ្វីដែលសំខាន់បំផុតគាត់ចាយលីអស់ប្រហែលនៅ3ឆ្នាំហ្នឹងគាត់ rotate កីឡាករមិនបាទកីឡាករដែលគេផ្ដល់ឲ្យគាត់ហ្នឹងមិនខ្លះហើយ game ដែលគាត់លេងហ្នឹងគឺវាមានផលបាក់អីខ្លះអញ្ចឹងតតែរយៈពេល2ឆ្នាំកន្លះទៅ3ឆ្នាំទើបខ្ញុំអាចនិយាយបានថាគាត់គួរតែបន្តកងត្រាមួយបេសាយក្រហមឬអត់អញ្ចឹងពីពេលនេះទៅផលិតផលបែបណាក៏នៅតែគ្រប់គ្រងតប្រហែលឆ្នាំផ្លេចបាត់ហើយ2ឆ្នាំកន្លះបាទ2ឆ្នាំ option 1បាទ2ឆ្នាំ option 1មានអីទេបើនិយាយភាសាឲ្យសុស្ដាប់ធ្វើការតាមទឹកលុយឲ្យលុយប៉ុណ្ណឹងអស់លទ្ធភាពហើយតែប៉ុណ្ណឹងបាទឥឡូវឲ្យ Spurs ចាយ200 លានជាងហើយណាចុះបើ Spurs បានលេខ5លេខ6 Spurs មិនអត់សប្បាយចិត្តទេណាចុះ Man U ចាយតែប៉ុណ្ណឹង Man U បានលេខ5លេខ1 Man U សប្បាយចិត្តបាទអីយើងចង់និយាយថាប្រៀបធៀបនៅការចាយលុយមិនថាអ្នកគ្រប់គ្រងបានលេខប៉ុណ្ណឹងនិយាយថាសប្បាយចិត្តមិនមែនទេបើអស់ជំរឿហើយយើងដូចចូលសេម៉ូញ៉ូថាអរគុណទៅដែលគាត់យកលេខ2បានទាំងកីឡាករគាត់មានប៉ុណ្ណឹងចា៎គេថាធ្វើការតាមទឹកលុយបើអស់លទ្ធភាពអស់សមត្ថភាពហើយយើងអាចទៅធ្វើឲ្យលើសហ្នឹងទេបាទយើងខំដែរប៉ុន្តែវាការប្រកួតប្រជែងវាត្រូវតែមានកីឡាករដែលមិនប្រកាសថាថ្លៃទេប៉ុន្តែទិញត្រូវមានឆន្ទៈមានភាពនៃការឆ្លាញ់ក្លឹបគឺលេងល្អតែបើថាថ្លៃហើយមិនឆ្លាញ់ក្លឹបមកបានតែដូចយើងជួលគេមកធ្វើការពាក់កែគេច្រើនគេមិនសប្បាយចិត្តគេអត់ធ្វើការគេទៅដកកីឡាករការងារថ្មីទៅវាចប់ហើយបាទមិនដឹងលោកគ្រីយើងទៅមើល comment ជាបន្តទៀតបងគិតល្អទេបើ Man U យើងងាកមកមើលបំរើដែរ Arsenal គំរូយកប្រសិនបើ Subimendi និង Merino ងាកមកចាប់អារម្មណ៍ Subimendi ឬក៏ Merino បងទាំងអស់គ្នាតើគេឲ្យទិញកីឡាករមួយឲ្យ Man U តើបងនឹងរើសកីឡាករមួយណាដែលគាត់ថាល្អសម្រាប់ក្រុមឲ្យរើសខ្ញុំនិយាយតែរើសគឺខុសបាត់ហើយបាទយើងគាត់តែស្រឡាញ់យើងមិនសិតអត់មានសិតរើសទេបាទរើសគ្រូអ្នកបង្វឹកគ្រូអ្នកគេដាក់លេងយើងរើសការបាត់ស្រឡាញ់ណាខ្ញុំស្រឡាញ់ឲ្យថាពេលនេះគឺអ្នកដែលច្បាស់លាស់គឺយកពី Real Madrid ហ្នឹងហើយទីជួអាមេនីបាទជាអាមេនីហ្នឹងគេល្អជាងកាមាវិនកាទៀតខ្ញុំនិយាយចេះណាត្រូវហើយគេច្បាស់ការគេល្អនិយាយដូចហ្នឹងYuri Tielemans អញ្ចឹងគឺកាពីតែនក្រុមគេកាពីតែនហ្មងអញ្ចឹងគឺពីខ្ញុំគឺគួរតែមានអ្នកជោគជ័យបាទអ្នកមានជោគជ័យអ្នកមានភាពដឹកនាំអញ្ចឹងជួអាមេនីហ្នឹងឯងតែបើថារើសអត់ហ៊ានរើសទេព្រោះជាតាក់ទិចរបស់គ្រូបាទទុកឲ្យក្លឹបបាទជួនកាលលោក Carrick អាចនឹងទៅយកអ្នកណាផ្សេងមកតែត្រូវនឹងអ្វីដែលគាត់ចង់បានទម្រង់គាត់ចង់បានអញ្ចឹងយើងអត់អាចវិនិច្ឆ័យលើតម្លៃខ្លួនបានទេខ្ញុំនិយាយចេះបាទ Morgan Rogers 120 លានផោនវា25វាអត់សមហ្នឹងនិយាយទៅយើងចាយលុយទៅទិញបែបហ្នឹងវាពិតជាកំហុសមួយធ្ងន់សម្រាប់ Man U មកបើសិនទិញបែបចឹងហើយវាមិនគួរណាកើតមានរឿងហ្នឹងឡើងជាមួយនឹង Chelsea ជាមួយ Morgan Rogers ធ្វើឲ្យខូចអស់បាទបងតរងមិនដែរអូបើខ្ញុំនិយាយពីកីឡាករដែលខ្ញុំស្រឡាញ់ហ្មងគឺតើរួយទេបាទតែបើដូចបងនិយាយមកអញ្ចឹងអ្វីដែលយើងមើលលទ្ធភាពក្លឹបយើងគឺអត់មានទៅណាឆ្ងាយពី2នាក់ហ្នឹងទេ Lewis Hall ជាមួយនឹង Ticho Ameni នេះគឺសាកសមផុតហើយក៏អាចទៅរួចដែរបើនិយាយពីកីឡាករដែលខ្ញុំស្រឡាញ់វិញ
បើសិនជាអ្វីដែលយើងក្នុងចិត្តយើងណារ៉ូលបច្ចុប្បន្នហ្នឹងគឺយើងអត់មាននរណាគេក្រៅពីអ្នកដែលដេតធ្លូទៅដូចជា Enzo Fernandez បាទឆ្វេងមាន Cucurella នឹងសិតតែ top ហើយក៏តែសួរថាយើងមានលទ្ធភាពអត់មានលទ្ធភាពក៏តែបើនិយាយទៅរកការចរចាគឺអត់មានទេ1%ក៏សឹងតែគ្មានEnzo អាចតែ Cucurella អត់ទេពួកគាត់ឡាទៅហើយតែខ្ញុំមកហ៊ាននិយាយវាផ្នាច់កលាច់បែបណាយើងហ្នឹងហើយបានថាគាត់មានភាគរយចេញពី Chelsea ក៏ប៉ុន្តែគាត់ក៏គ្មានភាគរយមកបេសាយក្រហមដែរបាទតែបើយើងនិយាយពីភាគរយពីរនេះខ្ញុំគិតថាខ្ញុំសាទរណាបាទទាំង Luis Hall ទាំង Thiago Armani បើសិនជាទី12អ្នកហ្នឹងគឺខ្ញុំគិតថាអត់មានអ្នកផ្សេងមកទៀតទេពួកពីរអ្នកនេះគឺអស់ជាង100លានទេបាទថាហ្នឹងសំខាន់បាទសំខាន់ណាបាទតិច menu surprise ទិញ Vini ហើយបងអូបើសម្រាប់ Vini គឺមានរឿងរ៉ាវសារភ្ជាប់ជាមួយនឹង Arsenal ខ្លាំងមែនតើហើយតែឃើញចាប់អារម្មណ៍Vini គាត់លុបគណនី Instagram របស់គាត់ style តគ្នាគេចេះធ្វើដូច Olise អត់ដើម្បីថាតាក់ទាញឬក៏ធ្វើជាថាចំណាប់អារម្មណ៍គេហៅថាព្រួយមួយបាញ់បានសត2បានន័យថានៅពេលដែលកីឡាករចង់កតកុងត្រាធ្វើបែបហ្នឹងដើម្បីឲ្យមានអារម្មណ៍ថាអានេះវាចេញកីឡាករដែលចង់ចេញធ្វើបែបនេះដើម្បីឲ្យក្លឹបដែលចង់ទិញបុករុកបាទតែចឹងវាបែបអញ្ចឹងឯងតែឥឡូវឃើញដូចជាអូខេគ្នាមួយរៀលណាតកុងត្រាអស់ហើយដាក់ខាន់អីអូខេទេបាទឃើញទៅជា2031អានេះពីមកគេប្រហើបមកណាបាទក្រៅផ្លូវការដូចជាមានគឺថាអាចនឹងជួបជាមួយនឹងលោក Jose Mourinho នៅថ្ងៃណាមួយក៏សប្តាហ៍នេះ Vini នេះខ្ញុំមើលតាមកន្លងសិស្សច្បងគាត់ណាផ្លូវនេះគឺគាត់ទៅ Arsenal បាទដោយសារតែខ្ញុំឃើញកីឡាករប្រហែលនេះឆ្លោះគ្នារឿងកងត្រាហ្នឹងហើយក៏ចាក់ចេញទាំងអស់សុទ្ធតែ superstar ទៀតខ្ញុំឃើញ Arsenal គឺដូចជា47,000 pound ច្រើនណា47,000បាទហើយ Trossard ហើយនឹង Gabriel Martinelli ក៏អត់ប្រកាសដែរណាថាលោកអតេតានឹងរក្សាទុក Martinelli នេះនឹងលក់ចេញហ្នឹងហើយដោយសារតែពិតគាត់ស្វែងរកអាឆ្វេងហ្នឹងដែលមុតជាង Martinelli បាទដូចជាគាត់ចង់បាន Roger នឹងផងដេញឆ្វេងបាន Nico William អញ្ចឹងទៅបាទ William ឥឡូវនេះមក Vini ទៀតអញ្ចឹងបានន័យថា Martinelli ហ្នឹងមិនមានសមត្ថភាពប៉ុន្តែ Trossard គាត់បានយកកីឡាករសញ្ជាតិដូចជា Grech សញ្ជាតិមិន Grech តែទិញមកពីណាមកខ្ញុំភ្លេចឈ្មោះដូចទីឈ្មោះគាត់នេះ Arsenal ទិញមកឲ្យឆ្វេងហ្នឹងជំនួស Trossard ឃើញក៏ប្រហែល Trossard ដែរតែវ័យគាត់ក្មេងអញ្ចឹងខ្ញុំគិតថានៅតែត្រូវការទៀត Arsenal គេរៀបបានល្អឆ្វេងមាន2សុទ្ធតែលេងបានស្ដាំមាន2សុទ្ធតែលេងបានបាទប្រយុទ្ធមាន2តែមាន Harvard មួយនិងកាយ៉ូកូរ៉េសមួយកណ្ដាលមាន5រូបបាទតែកណ្ដាល5រូបហ្នឹងចេះអូលេងអត់អី5រូបហ្នឹងគឺគ្រប់គ្រាន់កម្លាំងពេញមកបាទដល់ពេល change នៃ game គឺកណ្ដាលហ្នឹងហើយកណ្ដាលអស់អាចនឹងមានអ្នកដូរចូលដូច Bruno ហត់មានអ្នកដូរចូលជំនួស Bruno change នៃ game បាទសំខាន់ណាបាទអញ្ចឹងបន្តគឺខ្ញុំគិតថាគាត់នៅតែអាចទៅរួចណាបាទតកតងជាមួយនឹងការទៅ Arsenal ព្រោះបើយើងមើលទៅរឿងរ៉ាវមុនគឺស្តៀងនឹងសិស្សច្បងគាត់ដូចជា Higuain Ozil Kaká Robinho មកដល់ Di Maria Ronaldo ទៀតសុទ្ធតែអត់ត្រូវគ្នាជាមួយនឹងកុងត្រាហើយអានេះបើយើងមើលមកផ្លេតទៅយើងគិតថាកីឡាករទៀមទាខ្លាំងពេកដោយសារតែមើលទៅគាត់ជា superstar មកគាត់ត្រូវតែទៀមទាអញ្ចឹងឯងសូម្បី Ronaldo ណាក៏តែមួយទៀតវាជាសិល្បៈរបស់ Real Madrid នៅពេលដែលប្រើប្រាស់កីឡាករនឹងឆ្អែតឆ្អល់ណាយកអាលេសតកុងត្រាហ្នឹងដើម្បីឲ្យគាត់ចាក់ចេញអត់អស់ប្រាក់ខែថ្លៃហើយលក់បានថ្លៃទៀតអញ្ចឹងក៏គាត់មានភាគរយនៅក្នុងការចាក់ចេញវានេះប្រាក់ខែដូចតែរងនិយាយហ្នឹងថ្លៃណាស់ថ្លៃបើគាត់មកគាត់ជាប់ជាលេខ2ខ្ញុំឃើញគេទៅ say football insider គេនិយាយថាលេខ1 Haaland 50,000 pound ហ្នឹងបាទអត់ពិតទេបើតែគេទៅ say ខ្ញុំអានតាមគេដែរអញ្ចឹងបើវានេះមកលេខ2 47,000 pound ធំថ្លៃណាស់ថ្លៃណាស់ Man U អត់ដល់ហ្នឹងទេអត់មានទេMan U គឺជាក្លឹបនៅអង់គ្លេសតែក្លឹបធំមិនអង់គ្លេសគឺនៅតំបន់បាទនៅលីកទាំង5ដែលមិនទាន់ចាយ100លានផោនត្រូវហើយយើងចាយ100លានអឺរ៉ូបាទច្រើនណាស់ Pogba Anthony Sancho ក៏តែ100លានផោនយើងអត់ទាន់ចាយទេបាទសូម្បី Sesko ហ្នឹងក៏អត់ទាន់ដល់100លានផោនដែរចិត្តបើ Sesko គិតជាយូរ៉ូដល់75លានតែដុល្លារដល់បាទដុល្លារដល់អញ្ចឹងយើងគាត់បើឡើងដែរណាបាទមានអីបាទយើងអាចនេះអរគុណ Montero នេះ Zolis ជនជាតិក្រិចហ្នឹងហើយ Zolis បាទសតធីពីមុខប៉ុន្តែយើង Zolis ហ្នឹងហើយបាទទីផ្សារដោះកីឡាករបិទខែ9ដូចជាថ្ងៃ2បាទថ្ងៃ1ថ្ងៃ2ហ្នឹងបាទថ្ងៃ2ចាប់ដើមថ្ងៃថ្មីបាទបាទអូឥឡូវបើកហើយតែបិទវិញ
ថ្ងៃ2ខែ9បាទ អញ្ចឹងលីកគេបើកថ្ងៃ22 បាទ បាទ22សីហាណាគេបាទអូបងដរ៉ូហ៎ខមមិននៅ YouTube ហ៎ បាទមែនយូ អរគុណបង គ្មានថ្ងៃវិនីមានគ្មានថ្ងៃមកមែនយូទេប្រាក់ពលកម្មច្រើនអូ អូមិនស្អីគេអូ ខាងមិនអូនោះបាទ 30លានថោនក្នុងមួយឆ្នាំ កន្លែងអានខមមិនបងពេក អត់ថ្លៃពេក វីនេះនេះមិននិយាយទៅគេថាគ្មានមិនដែលនឹកគិតថាអូមកមែនយូហីមកមែនយូវាអត់ត្រូវជាមួយនឹងអា ស្ទាយ យូទៅវាមិនត្រូវគឺថាគេតបអ្នកគ្រប់គ្រងក៏សួរបងមិនបានមែនយូមើលអត់ឃើញស្អីគេអ្នកកីឡាករដែល free ណា បាទ មើលឃើញដែរប៉ុន្តែគ្រាន់តែមិនជាទីប៉ែតតៃជាមនុស្សដែលយើងចង់បានណា បាទ អញ្ចឹងការបើថាការស្រឡាញ់ខុសគ្នាការចិត្តខុសគ្នាដែរអញ្ចឹងមិនឲ្យតែ free មិនយូត្រូវតែយកណាវាជារបស់ discount យើងត្រូវតែចាំទិញអត់ discount ទិញអីអត់ត្រូវសាយយើងហង ត្រូវហើយ ឥឡូវសាក់លោកគ្រីទៅទិញ discount មកផ្សាយ44មកពាក់បាច់ត្រូវ បាទ ពាក់38 បាទអញ្ចឹងទៅទិញតម្លៃពេញអញ្ចឹងមិនមែនរកតែរបស់ថោក discount យើងទៅតែទិញទេវាអត់ត្រូវនឹងយើង បាទ បាទបាទលោកបងវីណារ៉ូគាត់ថាខ្ញុំមិញមើលតែអា clear មុខតែគាត់ប្រហែលអា clear ក្រោយនេះវាគ្រោះថ្នាក់ណាគាត់ថាបើវិភាគនយោបាយកាន់តែល្បីល្បាញយេបាទមិនទេវិភាគបាល់ទាំងបានហើយ គាត់ comment ហ៎ បាទ បងមនីឥឡូវវិភាគកាន់តែទាក់ទាញកាន់តែស៊ីអារម្មណ៍បើវិភាគនយោបាយកាន់តែល្បីល្បាញនេះមានឃើញបងគាត់ comment ហ៎មើលអត់ទឹក2-0និយាយតែមែនយូធុញអត់បងមនី តែសួរថាធុញដែរតែបើបងប្អូនមិនធុញផងហេតុអីខ្ញុំត្រូវធុញបាទអញ្ចឹងយើងត្រូវតែ គាត់ comment ឡើង2ដងបើអត់អានគាត់ថាឆ្ងល់បងមនី2-0និយាយតែមែនយូធុញអត់ ហើយមកឯងខមមិន2ដងហ្នឹងធុញអត់ទេបាទមិនចេះឈឺទេតែគាត់លេងទេយើងលេងវិញតែមិនស្អីទេ បាទ Sesko will be top scorer next season នេះមានអ្នក predict ថា Sesko សុទ្ធមកប្រហែលគ្រាប់ទៀត បាទ អាបុលហោស្គាល់ទេកាប់ព្រាលអាបុលហោ អត់ អូអត់ជំនាន់ Aston ណាអាបុលហោហ្នឹងគេខ្ញុំចាំមកលោកពូហងឯដែរគាត់ថាកាប់ព្រាលអាបុលហោគាត់ប្រវត្តិគាត់ចេញពីបាល់ទាត់វិទ្យាល័យសកលវិទ្យាល័យគាត់ឡើងមកលេងនេះហ្មងស្វែងបាល់ទាត់ខ្សែរយន្តល្អ ឡើងមកលេងលីកហ្មង បាទលេង Aston ជំនាន់ Ashley Young អីហ្នឹងបាទទិញមកហ្នឹងបាទគាត់ថា Sesko ឲ្យសុទ្ធបានលើ20គ្រាប់ អូបាទ នេះជាការ predict របស់គាត់ឥឡូវគាត់ឡើងទៅអ្នកវិភាគដែរ បាទ បាទយើងមកនៅ Sky Sport ល្បីល្បីបាទអីគេនេះក៏មិនអីទៀតមិនច្រើន ចិត្តស្ដាប់បងនិយាយណាស់ បាទជួយគ្រប់គ្រងផងបាទជួយ live page ណាមួយផងហើយមក sport ដល់ complete បាទ Man U គេចាស់ទុំណាស់ឥឡូវបាទឃើញថាទីផ្សារដោះដូរកីឡាករមួយរយៈនឹងស្ងាត់ដែរចាប់អារម្មណ៍ឃើញឆ្លាស់ទៅត្រាប់សង់ស្ពតនៅតុកគី មួយត្រាប់សង់ sport ជាមួយណាណាអូ ថ្លៃដែរ17លានថោនក្នុងមួយឆ្នាំ ប្រាក់ខែណា បាទអត់ទេប្រាក់ពលកម្មរបស់គាត់ ប្រាក់ពលកម្ម បាទ អូអានេះគេគិតជាឆ្នាំអូខេត្រូវថ្លៃចិត្ត20លានមកគាត់ដែរចុះទូគីមានលុយណា សបោ ទូគីសបោដែរដូចអ្នកគេ Greenwood គាត់ថាគាត់នឹកស្មានថាអ្នកគ្រប់គ្រងនៅទូគីដល់ម្លឹង បាទ ថៃថលសរសេរមើលថាស្មានតែមានរឿងអីតាហូដល់ម្លឹងគាត់បង្ហាញខ្លួនសោះ នេះថ្ងៃដែរស្រឡះបង្ហាញខ្លួនគាត់ដែរឃើញថាច្រើនមានការបាញ់អា តនេណា ផងដុតភ្លើងដុតអីពេញហ្នឹង តនេអ្នកគ្រប់គ្រងហ្នឹងមកតនេបាទនេះកាប៊ីអាបុលហោខ្សែប្រយុទ្ធឆ្នាំចំនួនអូបងវីណារ៉ូដូចកំពីអញ្ចឹងចាក់អីចេញ បាទ ស្គាល់ដៃអូនទេស្គាល់ដៃអូនដៃអូនមានអ្នកណាខ្លះស្គាល់ដែរគឺមិនមកដៃអូនគឺមិនមកព្រៀបដែរ យូរ៉ូដាក់ការពារកណ្ដាលទុនពេកឥឡូវត្រូវទេបង អូនិយាយរឿងយូរ៉ូ បាទ ថ្ងៃប៉ះអាតេតែច្រើនណាស់យូរ៉ូជាមួយ Heaven ណា បាទ តែហ្មង បាទ ចឹងឥឡូវឃើញគាត់សម្គាល់ផ្លាស់ប្ដូរ ទៅលេងស្លាប់ទៀត បាល់ corner គាត់បានតែអញ្ចឹងជាការផ្លាស់ប្ដូរមួយដ៏ល្អដែលខ្ញុំឃើញទាំងកាយសម្បទាទាំងការបិទបាល់អីឥឡូវត្រូវយកបាទបកកែតែអញ្ចឹងបាល់មែនយូអាចមានឱកាស corner នេះដែរ បាទ set P corner នេះដែរខ្ញុំគិតថាអាចឲ្យមកខ្វែនៅតែបន្តភាពរបស់គាត់ចាស់ទុំមកគាត់ល្អដឹកនាំក្មេងៗ
ចាំមែនយូកំពុងតែរៀបទៅសេលេស៊ីដើរតាមកន្លង Bruno Sesko ចាប់ដៃគូជាមួយគូញ៉ាអញ្ចឹងទៅបាទ Telemann អ្នក Telemann នេះមកជួយ Bruno Mainu ជួយAndre Santos នេះដែលក្មេងៗមុំគាត់អស់ទៅក៏ទៅមួយ Bruno ហ្មងបាទបាទអញ្ចឹងគេរៀបបែបហ្នឹងណាបាទមកលោកគ្រីអស់ខមមិនអូទេទេអូស្អីគេអត់ទៅអត់ញាក់ដែរបាទវានេះអូបាទខមមិននៅតែមានបន្តបាទVlahovic នៅទំនេរយកមក menu តន់មានអត់តន់មានអ្នកចែកចៅបងមនីថាអញ្ចឹងគឺរបស់ដែល free តែ menu អត់ចាស់បារម្ភឬក៏ដូចអតីតកីឡាកររបស់ជួបទុនណាបាទឡើយផុតកុងត្រាមានតែមានក្លឹបទេណាមែនយូបើក្មេងឲ្យ free អត់យកទេបើចាស់ឲ្យ free ដូច Lewandowski អាចយកបាទឥឡូវទៅអាមេរិកអស់ហើយល្អអស់ហើយបាទមានអីបាទអត់ទេចាំមើលសិនទៅសារស្អែកនេះថ្ងៃសុក្រថ្ងៃសៅរ៍មែនយូប្រកួតដែរដូចជាប៉ះ PSG ម៉ោង10ណាបាទតែឥឡូវយើងមើលមែនយូលេងអញ្ចឹងតែមិត្តភាពឈ្នះ2ចាញ់1បាទបានពេលមួយដែរពេលមួយដែរមកសើមិញអាសណតចាញ់ស្អីគេបាត់ទី3-1បាទPSG ចាញ់ស្អីគេ3-0ម៉ូរ៉ូឡាយបាទអញ្ចឹងវាមិនអាចកំណត់លទ្ធផលនៅលើមិត្តភាពបានទេប៉ុន្តែបើយើងយកតែមិត្តភាពសោះក៏យើងទទួលយកបានអាមែនយូលេងបែបសบายដូចតែឈ្នះបាទអញ្ចឹងក៏យើងទទួលយកបានដែរបាទចាញ់ម៉ារ៉ូកាបាននៅអេស្ប៉ាញបាទតែ PSG ដូចស្អែកគេមានឈុតធំថ្ងៃសៅរ៍គេមានមកខ្លះទេឃើញដូចជាមកអីមកហើយទេបាទមានឃើញមកឌូអេអស់ដាក់ខ្លាំងបាទពួកនេះធួយចូលធួយប្រគូពីប្រកួតមុន Snapdragon បាទគេមានបែងចែកណាអញ្ចឹងធួ3ប្រកួតចុងក្រោយហ្នឹងគេហៅថា Precision ធួហ្មងបោះបោះនេះដែរដូចជាបោះ menu ដូចជាបោះស្អីទេ Microsoft គេហៅថានិយាយទៅគឺ Precision Tour របស់ menu ហ្មងអញ្ចឹងអា3ប្រកួតហ្នឹងអាចមានបាទអាចមានពៀនមួយទៀតដែរបើសិនជាក្នុង3ប្រកួតហ្នឹងគាត់បានបន្ទូលល្អគាត់លើកពៀនមួយទៀតយកពៀនគេបូកសរុបនេះដែរ3ប្រកួតហ្នឹងបាទបោកចុងក្រោយអា2ប្រកួតមុនគឺ Snapdragon ទេគេយកពៀនទូចទាញអាពៀនធំហ្នឹងបាទតោះយើងអស់នៅលោកគ្រីបាទដូចជាអស់ comment ហ្នឹងអូមិនអស់ទេបើថានិយាយគឺមិនដល់យប់ដដែលcommentខ្លះបងប្អូនបងមនីបងតរងគាត់បាននិយាយបាទក្នុង live ដែរបាទអីទេយើងនឹងមានការកាត់ highlight វីដេអូខ្លីៗបន្ថែមទៀតបាទនៅថ្ងៃស្អែកបាទជូនបងប្អូនយើងបាទយូរ៉ូនឹងដើរតាមគន្លង Julian Quan ដែលបដូរមករ៉ូលការពារកណ្ដាលហើយទៅស្លាប់ជោគជ័យខ្លាំងស្ដីបងដូកូប្រហែលឆ្នាំទៀតបានឆ្លាតដូកូដូចជាអត់មាន upgrade អីសោះថ្ងៃប៉ះ AT នោះឱកាសដល់ហើយគាត់ឆ្លាតត្រង់ការគាត់ចេះពិតពាំងគាត់ចេះយកបាល់ឥឡូវប៉ុន្តែមួយរឿងគាត់គិតរឿងយឺតបាទគាត់ពេលខ្លះគាត់គិតត្រូវពេលខ្លះគាត់គិតខុសបាទឃើញយឺតមែនការសម្រេចចិត្តយឺតបាទតរៀនឲ្យគាត់ទៅហាត់នេះជាមួយនឹងបើសង្ឃឹមបាទមិនការសម្រេចចិត្តលឿនបាទឲ្យឆ្នាំនេះ Spurs អាចប្រជែងពានបានចាំមើលសិនបាទឃើញថានាំចូលកីឡាករមកច្រើនដែរបាទ Spurs បងនិយាយពីតោមួយបងបាទតោដូចជាអត់មានទេអ្វីដែលចាប់អារម្មណ៍គឺឃើញថា Michael Modric បាទត្រឡប់មកវិញហើយបន្ទាប់ពីដូចជាច្រើនឆ្នាំដែរ2ឆ្នាំសារធាតុហាមឃាត់ដូប៉ាដូពីនត្រូវហើយដូប៉ាដូពីនហ្នឹងត្រូវហើយក៏ប្តឹងយូរណាយូរឆ្នាំរបស់គាត់អីអាណិតគាត់ដែរប៉ុន្តែខ្ញុំសរសើរជាងគេគឺសាប៊ី Alonso នៃ Chelsea គឺអនុញ្ញាតឲ្យគាត់ត្រឡប់មកវិញអត់លក់គាត់ទៅណាគឺឲ្យគាត់នៅលេងហើយមកភ្លាមលេងភ្លាមមកសាមញ្ញក៏បានបង្ហាញខ្លួនដូរចូលដែរលេងនៅដូចជាហុងកុកតែ Chelsea មានបញ្ហាតាក់ទងការទិញកីឡាករអត់ទេទម្រង់លេងឃើញចាញ់មិត្តភាពមែនប៉ុន្តែមិត្តភាពនេះគឺគាត់ព្យាយាមប្រើអាទម្រង់ថ្មីរបស់សាប៊ី Alonso អត់តន់នេះអត់ខុសពី Robin Amorim ទេគឺរងអាសម្ពាធការផ្លាស់ប្ដូរឆេងហ្នឹងគឺអង់គ្លេសពិបាកហើយទម្រង់កីឡាករអង់គ្លេសដែលលេងលីកស្រាប់អញ្ចឹងវាពិបាកខុសគ្នាអញ្ចឹងខ្ញុំគិតថាChelsea រដូវកាលថ្មីនេះអាចចាប់ផ្ដើមទាំងគេថាហេងសូយឬក៏សងសំណាងបើសិនជាពិបាកមែនទែនបើសិនជាលោកសាប៊ី Alonso គាត់ដូរភ្លាមធ្ងន់ណាបាទពិសោធន៍ធ្ងន់ហ្មងដូច Robin Amorim អញ្ចឹងធ្ងន់ដល់ថាតែមែនតើប៉ុន្តែបើសួរថាហេរ៉ាញ់វត្ថុគេល្អគេចាយលុយល្អប៉ុន្តែចាយហើយអាចនឹងមានរឿងហើយបាទដូចឥឡូវដូចជាមានរឿងទេមានខាត់កាត់ទិញកីឡាករឬក៏គេពងអនុម័តច្បាប់ឲ្យប្តឹងបើសិនគេអូខេហើយគឺគេដាក់
ទូទាត់ហើយតែឥឡូវនេះមិនទាន់ដាក់ទេចាយសិនទៅ ហើយបច្ចុប្បន្នកីឡាករក៏ច្រកអត់ដែរហាដូចជា50ខ្ញុំឃើញព័ត៌មានផុស 3 តារាងហ៎ 52នេះ 52នោះ5តារាងណា បាទកីឡាកររបស់ Chelsea មានដាក់ខ្ចីជើងខ្លះហៅគេ to be confirm to be sell ទៅ be sell លក់អីខ្លះមានច្រើនដូចជា52 32នេះ ហើយក៏លក់វិញ បាទច្រើន ក៏លក់វិញលឿនហ្នឹងអី Chelsea លក់លឿនទិញលឿនស្រួលឡា Chelsea បាទ បាទតោះអង្គុយ បាទឥឡូវយើងក៏ម៉ោងរបស់យើងក៏ខើចហើយដែរយើងបិទបញ្ចប់បាទការ live របស់យើងសប្តាហ៍ នេះថ្ងៃនេះយើងថ្មីយើងយូរទៀតលើមកទៀត ប៉ុណ្ណឹងចាស់ដោយសារតែយើងរៀបចំឆាករៀបចំអីរៀងយូរយ៉ាងម៉េចដែរដោយសារយើងចូល late ម៉ោងផង late ម៉ោងផង តែយើងក៏លើសម៉ោងដែរ យើងដាក់ម៉ោងឲ្យលើសវិញថាយើងចូល late ប៉ុន្តែយើងចេញយូរ អូខេល្អ បាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទសម្រាប់ការតាមដានការបើកទំព័រថ្មីនៃកម្មវិធី Power Live របស់យើងបាទសប្តាហ៍ថ្មីអេពីសូតទី1 បាទ នឹងត្រៀមរដូវកាលថ្មីយើងនឹងជួបបាទជារៀងរាល់ថ្ងៃប្រហ័សពេលម៉ោង 7 ឬក៏អាចឈានដល់ម៉ោង 7 កន្លះបាទយើងអាចនឹងជួបបងប្អូនយើងជារៀងរាល់ថ្ងៃប្រហ័សហើយបើសិនជាមានអីប្រែប្រួលយើងអាចលើកថ្ងៃបើមួយថ្ងៃ live មួយថ្ងៃពុធឬក៏ទៅថ្ងៃសុក្រទៅបាទយើងអរគុណច្រើនបងប្អូនយើងសម្រាប់ការតាមដានហើយក៏មិនភ្លេចទេទៅកាន់ឧបត្ថម្ភធំរបស់យើងគឺ SS3636 បងប្អូនយើងដែលមានចំណាប់អារម្មណ៍ចង់វិនិយោគប្រសពសៀងបាទក្នុងរដូវកាលលីកចាប់ផ្ដើមឬក៏ឥឡូវកំពុងតែមាន pre-season អីចឹងទៅបាទអាចតាក់ទងបានជាមួយនឹង SS3636 ហើយក៏មកផ្លេចទេអរគុណដល់ហាង Mau Sport ដែលតែឧបត្ថម្ភរាល់សម្ភារៈកីឡាដូចជាអាវខ្ញុំបាទបងតរងបងមនីពាក់ឡើងសូននេះមានមកនៅក្នុងហាង Mau Sport បងប្អូនយើងណាដែលចាប់អារម្មណ៍អាចមកឆែកឬក៏មើលបានមកផ្ទាល់បាទអរគុណច្រើនបងប្អូនយើងបើសិនជាខ្ញុំបាទទាំង3នាក់មានពាក្យពេចន៍ណាមិនសមរម្យហើយយើងអធិស្ឋានទៅកាន់បងប្អូនយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយជាបន្តទៀតបាទគណៈពេលនេះដែរខ្ញុំបាទគ្រីបាទខ្ញុំបាទ Thani ខ្ញុំបាទលោកត្រង់សូមអរគុណសូមជម្រាបលា